ជំងឺសួតរបស់ខ្ញុំហាក់ដូចជាកាន់តែធ្ងន់ធ្ងរទៅហើយតើលោកម្ចាស់តើគួរធ្វើយ៉ាងណាទៅខ្ញុំបានឮលោកគ្រូពេទ្យយ៉ាងនៅគ្លីនិកចុះនិយាយថាជំងឺរបស់លោកម្ចាស់មានតែប្រើថ្នាំពិសេសបរទេសទើបមើលជាជំងឺសួតនេះបើធ្ងន់ធ្ងរទៅអាចបាត់បង់ជីវិតបានណាលោកម្ចាស់កូនស្រីច្បងរបស់យើងទើបតែរៀនពេទ្យនៅបរទេសតើឲ្យនាងយកថ្នាំពិសេសខ្លះមកវិញទៅបើតាមខ្ញុំនិយាយកូនស្រីច្បងរូបនេះពិតជាមិនដឹងក្តៅត្រជាក់សោះជាកូនតូលតែមួយគត់ក្នុងគ្រួសារតកូចាងត្រូវបានលោកម្ចាស់ស្រឡាញ់ថ្នាក់ថ្នមតាំងពីតូចឥឡូវលោកម្ចាស់ឈឺដល់ថ្នាក់នេះហើយក៏មិនព្រមត្រឡប់មកមើលបន្តិចសោះប្រពន្ធទី4មិញនេះនាងនិយាយថាអីលោកម្ចាស់ក៏គិតអីចឹងដែរមែនទេពួកយើងពិតជាគួរតែអប់រំដៅកូនស្រីច្បងឲ្យបានល្អមិនអាចបណ្ដោយនាងពេកទេកូនស្រីបណ្ដូលចិត្តរបស់អញសំបីតែអញផ្ទាល់ក៏មិនហ៊ានប៉ះពាល់ចុងម្រាមដៃនាងផងតើដល់វេននាងអញមកអប់រំប្រដៅតាំងពីពេលណាហាលោកម្ចាស់ខ្ញុំជ្រុលមាត់និយាយខុសទេសូមលោកម្ចាស់លើកលែងទោសឲ្យខ្ញុំម្ដងនេះផងទៅទីហ៊ានការពារអូស្រីយ៉ាប់នេះចេញទៅបាញ់ចោលទៅលើកលែងជីវិតផងលោកម្ចាស់លើកលែងជីវិតផងលើកលែងជីវិតផងប្រពន្ធទី4នេះទើបតែរៀបការចូលផ្ទះមិនដឹងថាកូនស្រីច្បងគឺជាចំណុចប៉ះមិនបានរបស់លោកម្ចាស់ស្លាប់ទៅពិតជាអនិច្ចាកម្មមែនអាឡូជឹងសួនកូនស្រីសម្លាញ់កូនត្រឡប់មកស្រុកវិញហើយមែនទេចាស់ពុកកូនឮថាលោកពុកកើតជំងឺសួតទើបខំយកថ្នាំពិសេសដែលសាស្ត្រាចារ្យឲ្យកូនស្រាវជ្រាវបង្កើតបានមកមើលជំងឺលោកពុកថ្នាំពិសេសនេះមានតម្លៃណាស់នៅលើពិភពលោកមានមិនលើសពី10ឡើយកូនស្រីសម្លាញ់កូនពិតជាកូនល្អយកចិត្តទុកដាក់ចំពោះពុកមែនគ្រាន់តែថាកូនមកវិញជំងឺពុកជាបានពាក់កណ្ដាលបាត់ទៅហើយហាកូនស្រីអញមកវិញហើយពួកឯងប៉ុន្មានអ្នកបន្តិចទៀតទៅកំពុងផែជាមួយអញដើម្បីទៅទទួលកូនស្រីបណ្ដូលចិត្តអញហាកូនស្រីអញមកវិញហើយពួកឯងប៉ុន្មានអ្នកបន្តិចទៀតទៅកំពុងផែជាមួយអញដើម្បីទៅទទួលកូនស្រីបណ្ដូលចិត្តអញលោកម្ចាស់មិនបានណាត់ជួបមន្ត្រីយោធានិងនយោបាយនៅសាំងហៃទៅប្រជុំទេប្រសិនបើទៅទទួលកូនស្រីច្បងបន្តិចទៀតស្អីទៅប្រជុំស្អីគេនោះស្អីក៏មិនសំខាន់ស្មើកូនស្រីអញដែរអញចាំងចិត្ត50ឆ្នាំហើយមានតែពូជតូមួយនេះគត់នោះជាកូនបណ្ដូលចិត្តរបស់អញលើកនេះនាងត្រឡប់មកវិញអញប្រកាសជាត្រូវទៅទទួលដោយផ្ទាល់លោកម្ចាស់មានទ្រព្យសម្បត្តិធំធេងយ៉ាងនេះប៉ុន្តែគ្មានកូនប្រុសស្នងមរតកសោះឬមួយពួកយើងខំប្រឹងថែមទៀតខ្ញុំនឹងខំបង្កើតកូនប្រុសធាត់ត្រឡុកត្រលន់មួយជូនលោកម្ចាស់មានន័យថាម៉េចនាងឯងកំពុងសើចចំអកថាអញគ្មានកូនប្រុសមែនទេអញប្រាប់នាងឯងទៅចំពោះអញមានកូនស្រីបណ្ដូលចិត្តម្នាក់គឺគ្រប់គ្រាន់ហើយទៅថ្ងៃមុខគេមរតកត្រកូលចាំងរបស់ពួកយើងគឺមានតែនាងម្នាក់គត់ជាអ្នកបន្តពូជពងលោកម្ចាស់និយាយត្រូវហើយមកពីខ្ញុំមិនស្គាល់ខុសត្រូវគួរតែត្រូវខ្នោះឬមួយលោកម្ចាស់ផ្ដល់ឱកាសឲ្យខ្ញុំលួសកំហុសឲ្យខ្ញុំទៅទទួលកូនស្រីច្បងជំនួសលោកម្ចាស់ទៅលោកម្ចាស់យកចិត្តទុកដាក់លើកូនស្រីច្បងដល់ថ្នាក់នេះប្រសិនបើខ្ញុំអាចបង្កើតទំនាក់ទំនងល្អជាមួយនាងជាមុននោះតំណែងខ្ញុំនៅក្នុងភូមិគ្រីស្ទប្រកាសជាកាន់តែរឹងមាំទោះជាយ៉ាងណាក៏នាងជាកូនស្រីច្បងត្រកូលចាំងដែរនាងគ្រាន់តែជាប្រពន្ធចង់ទៅទទួលតើគួរសមដែរទេអញនឹងទៅដោយផ្ទាល់លោកម្ចាស់ប្រពន្ធទី3ក៏មានចិត្តល្អដែរកូនស្រីច្បងចិត្តមកដល់ហើយលោកម្ចាស់នៅមានការងាររៀបចំជាច្រើននៅក្នុងភូមិគ្រីស្ទទៀតឲ្យនាងទៅកូនស្រីកាន់តែធំកាន់តែប្លែកកូនស្រីគ្រួសារយើងទៅរៀននៅបរទេស5ឆ្នាំហើយក៏មិនដឹងថាឥឡូវមានរូបរាងយ៉ាងណាដែរនៅលើដៃនាងមានពាក់កងដៃដូចជាអញដែរនាងអញប្រយ័ត្នមើលច្រឡំមនុស្សឲ្យសោះដឹងហើយលោកម្ចាស់កុំបារម្ភអីកុំឈប់ភ្លឺអីទៅកំពុងផែជិនលីយ៉នទទួលមនុស្សជាមួយខ្ញុំបងស្រីអ្នកណាគេធំប៉ុណ្ណាទៅបានជាត្រូវឲ្យបងស្រីជាប្រពន្ធទី3ដ៏មានអំណាចនៃភូមិគ្រីស្ទទៅទទួលដោយផ្ទាល់បែបនេះគឺកូនស្រីបណ្ដូលចិត្តរបស់លោកម្ចាស់យើងខ្ញុំប្រាប់ឯងទៅឲ្យតែយកចិត្តកូនស្រីច្បងរូបនេះបានល្អទៅថ្ងៃមុខពួកយើងបងប្អូនទាំងពីរអាចដើរពើទ្រូងពេញភូមិគ្រីស្ទទាំងមូលបានហើយចឹងមិនអាចធ្វេសប្រហែសបានដាច់ខាតតោះឥឡូវខ្ញុំជូនបងទៅកំពង់ផែភ្លាមពូទៅភូមិគ្រឹះលោកម្ចាស់ថ្លៃប៉ុន្មាន10 កាក់នេះចាស់បាទ
អញ្ជើញអង្គុយឲ្យស្រួលបន្តិចទៀតចេញដំណើរហើយនំប៉ាវសម្បកស្ដើងស្នូលច្រើនឆ្ងាញ់អ្នកនាងសុំទោសផងណាខ្ញុំរត់សៃលក់មួយព្រឹកហើយអស់កម្លាំងទីងលេងរួចហើយអ្នកនាងកុំប្រកាន់អីណាមិនអីទេពូខ្ញុំជួយពូទីងវិញអូយអ្នកនាងមិនហ៊ានទេខោអាវអ្នកនាងមើលទៅថ្លៃណាស់កុំឲ្យប្រឡាក់អីមិនអីទេខោអាវប្រឡាក់អាចបោកបានប៉ុន្តែបើអត់ប្រយ័ត្នដួលមុតរត់ឬមុតរបួសត្រូវទៅមន្ទីរពេទ្យមិនត្រឹមតែឈឺខ្លួនទេក៏ត្រូវចំណាយលុយមិនតិចដែរអ្នកនាងអរគុណអ្នកនាងណាស់បងស្រីពួកយើងមកទទួលកូនស្រីច្បងតើហេតុអ្វីបានជាបងយកឆ្កែមួយក្បាលនេះមកតាមដែរជីនខួយឯងនិយាយផ្ដេសផ្ដាស់ស្អីនេះជាក្មួយប្រុសបង្កើតរបស់ឯងជាកូនប្រុសបណ្ដូលចិត្តរបស់ខ្ញុំបានហើយប្រញាប់បើកឡានទៅកុំឲ្យយឺតពេកខ្ញុំទៅទទួលកូនស្រីច្បងគ្រួសារលីយើងអាចឈរជើងក្នុងភូមិគ្រឹះបានឬអត់គឺអាស្រ័យលើថ្ងៃនេះហើយប្រយ័ត្នពូមិនអីទេមែនទេនាងឯងខ្វាក់ភ្នែកមែនទេធ្វើឲ្យកូនប្រុសបណ្ដូលចិត្តខ្ញុំរលាត់ស្បែកអស់ហើយបើប្រហែលជាពួកនាងមិនរុញទេសរុញចាស់ខ្វក់នេះមកបាំងផ្លូវទេតើសុយកូនខ្ញុំអាចរបួសទេពួកនាងអាត្មានិយមពេកហើយឃើញច្បាស់ថាមកពីពួកនាងបើកឡានមិនមើលផ្លូវសោះតែមកបន្ទោសពួកយើងបាំងផ្លូវទៅវិញអ្នកនាងមើលទៅពួកគេជាអ្នកមានអំណាចនិងបុណ្យស័ក្តិមិនមែនជាមនុស្សដែលរាសសាមញ្ញដូចពួកយើងអាចតាំងបានទេអត់ទ្រាំទៅអ្នកនាងលោកស្រីសុំទោសផងមកពីពួកយើងមិនល្អធ្វើឲ្យកូនឆ្កែលោកស្រីរបួសមើលចុះពួកយើងក៏របួសមិនស្រាលដែរឬមួយរឿងនេះរំលីចោលទៅយកសពទាំងថ្ងៃពួកឯងជាពួកស៊ីឈ្នួលលីសែងថោកទាបជីវិតថោកដូចសម្រាមហ៊ានយកមកប្រៀបធៀបជាមួយសុយរបស់ខ្ញុំផងនៃរបស់នាងគឺជីវិតមនុស្សពីរនាក់ពួកយើងមិនស្មើនឹងឆ្កែមួយក្បាលផងមែនទេត្រូវហើយសុយផ្ទះខ្ញុំរាល់ថ្ងៃញ៉ាំសាច់គោអាំងភោជនីយដ្ឋានបោះចំប្រទេសផឹកទឹកបរិសុទ្ធធម្មជាតិរាល់ថ្ងៃមានអ្នកបម្រើ4 5អ្នកមើលថែការចំណាយមួយថ្ងៃស្មើនឹងស្បៀងអាហារកន្លះឆ្នាំរបស់ពួកអ្នកក៏ដូចពួកនាងឯងហើយបានហើយអញក៏មិនមែនជាមនុស្សមិនព្រមស្ដាប់ហេតុផលដែរថ្ងៃនេះវាយបំបាក់ជើងពួកឯងម្នាក់មួយចំហៀងរឿងនេះចាត់ទុកថាចប់ពួកឯងច្រឡំពេកហើយពិតជាគិតថានៅទីក្រុងសាំងហៃដ៏ធំមួយនេះគ្មានអ្នកបង្ក្រាបពួកឯងបានមែនទេមើលសពផ្សាយពេញក្រុងសាំងហៃអ្នកណាអាចបង្ក្រាបពួកអញបានអ្នកណាហ៊ានបង្ក្រាបពួកអញឯងដឹងទេថាបងស្រីអញជាអ្នកណាខ្ញុំគឺជាប្រពន្ធទី3នៃភូមិគ្រឹះលោកម្ចាស់លីសៀវម៉ាន់វីវហើយទោះបីជាលោកម្ចាស់ចាំងមាននិស្ស័យឆេវឆាវប៉ុន្តែតែងតែស្រឡាញ់ប្រជារាស្ត្រដូចកូនចៅពួកនាងអាងអំណាចជិះជាន់គេបែបនេះមិនខ្លាចលោកម្ចាស់ចាំងដឹងទេទោះជាលោកម្ចាស់ដឹងហើយយ៉ាងម៉េចពួកយើងជាគ្រួសារតែមួយនាងគិតថាលោកម្ចាស់នឹងមកដាក់ទោសខ្ញុំដោយសារស្រីជិះរទេះរុញទៀបថោកដូចជានាងឯងមែនទេនៅឲ្យស្ងៀមឲ្យអញវាយបំបាក់ជើងឆ្កែរបស់អញទៅបើហ៊ានធ្វើឲ្យយឺតពេលពួកអញទៅទទួលកូនស្រីច្បងភូមិគ្រឹះផលវិបាកមិនមែនជាអ្វីដែលពួកប្រជារាស្ត្រថោកទាបដូចពួកអញអាចទទួលខុសត្រូវរួចទេពួកនាងធ្លាប់ជួបកូនស្រីច្បងភូមិគ្រឹះដែរបានជាហ៊ានយកឈ្មោះនាងមកធ្វើជាអំណាចកាំងគេឯងបែបនេះកាលខ្ញុំចូលភូមិគ្រឹះកូនស្រីច្បងបានទៅរៀននៅបរទេសបាត់ទៅហើយខ្ញុំពិតជាមិនដឹងថានាងមានរូបរាងយ៉ាងណាទេខ្ញុំជាប្រពន្ធទី3នៃភូមិគ្រឹះមិនក៏មិនធ្លាប់ជួបកូនស្រីច្បងពេញភូមិគ្រឹះអ្នកណាមិនដឹងថាកូនស្រីច្បងត្រូវខ្ញុំពោលតាំងពីតូចបងស្រីនៅនិយាយច្រើនជាមួយស្រីក្មេងសក់លឿងនេះធ្វើអីទៀតឥឡូវខ្ញុំវាយបំបាក់ជើងនាងភ្លាមទៅរៀននៅបរទេស5 ឆ្នាំហើយក៏មិនដឹងថាឥឡូវមានរូបរាងយ៉ាងណាដែរនៅលើដៃនាងមានពាក់កងដៃដូចជាអញដែរនាងឯងប្រយ័ត្នមើលច្រឡំមនុស្សឲ្យសោះឈប់សិននេះគឺ
អ្នកនាងខំជួយខ្ញុំទៅមានរឿងបែបនេះបើខ្ញុំបោះបង់អ្នកនាងរត់ចោលបែបនេះតើខ្ញុំនៅជាមនុស្សទៀតទេអាចាស់ចង់ស្លាប់អាអ្នកទីញទេសថោកទាបអញមិនទាន់ទាបពីអញផងអញបែរជាមករកញ៉ាយខ្លួនឯងវាយវាឲ្យស្លាប់ទៅអញហ៊ានវាខ្ញុំផងអ្នកដែលខ្ញុំវាគឺអញនឹងទាញញទេសខុសអីទៅពួកគេមិនបានលួចមិនបានប្លន់ពឹងផ្អែកលើសមត្ថភាពខ្លួនឯងដើម្បីរស់ឯងមានសិទ្ធិអីមកមើលងាយពួកគេមនុស្សម្នាក់នេះពិតជាមកក្រាស់មែនធ្វើបាបក្មេងស្រីម្នាក់នឹងអ្នកទីញទេសចាត់ទុកជាសមត្ថភាពស្អីពិតមែនហើយអញតែខ្លួនឯងមានលុយស្អុយបន្តិចបន្តួចស្មានតែអាចបំពេញច្បាប់បានមែនទេចង់ធ្វើអីហ្នឹងវាគ្មានតាក់ទងស្អីនឹងអញទេកុំចេះដឹងរឿងអ្នកអតីតពេករឿងថ្ងៃនេះពួកយើងច្បាស់ជាចេះដឹងហើយអ្វីដែលខ្ញុំសោកបំផុតគឺពួកអ្នកមានអំណាចហើយដើរធ្វើបាបអ្នកដទៃដូចជាពួកឯងហ្នឹងមួយហ្វុងមនុស្សល្ងងមិនដឹងស្លាប់រស់បើពួកឯងចង់ស្លាប់ដល់ថ្នាក់ហ្នឹងអីចឹងខ្ញុំបំពេញចិត្តឯងវាឲ្យខ្ញុំកុំភ្លេចឲ្យសោះនៅមានស្រីស្អុយម្នាក់នោះទៀតសម្លាប់វាទៅជប់ដៃនរណាហ៊ានដល់ថ្នាក់នេះហ៊ានមកបង្កហេតុក្នុងដែនដីរបស់ខ្ញុំល្អណាស់ស្នងការស៊ូមកដល់ហើយអរគុណលោកស្រីអញកុំមកបន្លំខ្មៅខ្ញុំបានឃើញយ៉ាងច្បាស់ហើយច្បាស់ជាអញជាអ្នកផ្ដាំដៃវីគេមុនយំតាមច្បាប់បណ្ដោះអាសន្នពេលនេះខ្ញុំនឹងចាប់ខ្លួនឯងតាមផ្លូវច្បាប់យីហើយឯងថាស្នងការមួយម៉ាត់ស្មានតែខ្លួនឯងអស្ចារ្យខ្លាំងណាស់មែនទេបើភ្នែកឆ្កែមើលឲ្យច្បាស់ទៅបងស្រីខ្ញុំជាភរិយាទី3របស់លោកមេបញ្ជាការណាស្អីគេលោកស្រីជាភរិយាទី3របស់លោកមេបញ្ជាការមែនទេឮថាភរិយាទី3ម្នាក់នេះកងកាច់ប្រហានអាងអំណាចលោកមេបញ្ជាការដើរធ្វើបាបគេឯងគ្រប់ទីកន្លែងធ្វើរឿងអាក្រក់បន្តិចទេត្រូវហើយពីមុនមានម្នាក់គ្រាន់តែអចេតនាប៉ះឆ្កែរបស់នាងបន្តិចបន្តួចក៏ត្រូវគេវាយរហូតដល់ស្លាប់ថ្ងៃនេះក្មេងស្រីម្នាក់នេះប្រហែលជាជួបគ្រោះធំហើយមិនហ៊ានចាប់ខ្ញុំទេនៅឈោភ្លើនៅនឹងធ្វើអីទៀតចេញឲ្យឆ្ងាយទៅរារាំងផ្លូវខ្ញុំឥឡូវដឹងហើយនៅថាខ្ញុំខ្លាំងប៉ុណ្ណានៅសៀងហៃចាំមើលថ្ងៃនេះខ្ញុំចាត់ការឯងយ៉ាងម៉េចគ្រាន់តែជាភរិយាទី3របស់មេបញ្ជាការទូចតាច់មានអីអស្ចារ្យណាស់ណាទៅភ្លេចប្រាប់អញហើយខ្ញុំជាកូនស្រីរបស់លោកមេបញ្ជាការធំចាងជីងស្វៀនទាំងអស់គ្នាគោរពរាយការណ៍លោកមេបញ្ជាការកងអង្គរៈបានប្រមូលផ្ដុំរួចរាល់ហើយសូមលោកមេបញ្ជាការបញ្ជាល្អណាស់កូនស្រីខ្ញុំត្រឡប់មកវិញហើយចាប់ពីពេលនេះទៅអ្នកណាហ៊ានមិនគោរពកូនស្រីខ្ញុំបាញ់សម្លាប់ភ្លាមនៅនឹងកន្លែងស្ដាប់យកទាំងអស់គ្នាទេយល់ច្បាស់ហើយលោកមេបញ្ជាការមិនល្អទេភរិយាទី3នៅលើផ្លូវទៅទទួលអ្នកនាងធំត្រូវបានក្រុមមនុស្សកំហុសរារាំងផ្លូវសំបីតែប៉ូលីសក៏ទៅដល់ដែរឯងថាយ៉ាងម៉េចហ៊ានថ្លើមពីស្មេកដល់ថ្នាក់នេះហ៊ានមករារាំងចាំខ្ញុំទៅទទួលកូនស្រីមកផ្ទះផងខ្ញុំនឹងបាញ់ក្បាលវាចោលទាំងអស់គ្នាទៅកំពង់ផែជីងលីយានជីដុកតូចនេះមានសរសេរអក្សរបរទេសផងតើក្មេងស្រីអត់អំណាចអត់ក្នុងដូចជាឯងនេះទៅបានថ្នាំនាំចូលមកពីណាប្រហែលជាលួចគេមកទេដឹងយកមកឲ្យខ្ញុំវិញនេះជាថ្នាំដែលខ្ញុំខំយកមកពីបរទេសសម្រាប់ព្យាបាលជំងឺឲ្យប៉ាខ្ញុំប៉ាឯងមានឋានៈអីទៅសូមនឹងប្រើថ្នាំនាំចូលដែរឯងពិតជាស្មានថាប៉ាឯងជាមេបញ្ជាការធំមែនអេពិតមែនហើយមីក្មេងឈួតអញលេងល្ខោនជក់ចិត្តខ្លាំងពេកហើយដឹងសូម្បីតែសម្ភារៈសម្ដែងក៏រៀបចំរួចរាល់ទៀតខ្ញុំសូមព្រមានឯងថ្នាំនេះជាថ្នាំពិសេសយកមកពីបរទេសតម្លៃមិនអាចកាត់ថ្លៃបានទេបើថ្នាំដប់នេះមានបញ្ហាក្នុងដៃពួកឯងគ្រូសាលីទាំងមូលនឹងត្រូវវិនាសអញគិតចង់បន្លាចអ្នកណាស្មានតែពួកយើងធំដឹងក្តីដោយសារការបំភ័យមែនទេមីថោកទៀបឯងគ្រាន់តែចង់បានថ្នាំនេះត្រឡប់ទៅវិញមែនទេបានតើប៉ុន្តែឯងត្រូវតែលុតជង្គង់ចុះសំពះសុំទោសកូនប្រុសសំណប់របស់ខ្ញុំសិនមីបោកប្រាស់ដំណឹងអញដឹងរហ័សគួរសំតានៅដឹងថាលោកមេបញ្ជាការផ្ទះយើងកាត់ជំងឺរបេងទៀតបើជាមនុស្សធម្មតាវិញប្រហែលជាត្រូវអញបោកបានហើយកុំនិយាយច្រើនពេកប្រញាប់លុតជង្គង់សុំទោសកូនប្រុសខ្ញុំភ្លាមចង់ឲ្យខ្ញុំលុតជង្គង់សុំទោសឆ្កែងអញយកសពទៅខ្ញុំស្មានថាអញកាត់ញោមប៉ុណ្ណាមើលទៅក្នុងចិត្តរបស់ឯងមុខមាត់និងកិត្តិយសរបស់ឯងសំខាន់ជាងជីវិតប៉ាឯងទៅទៀតអីចឹងទុកក៏អាមនុស្សចាស់ម្នាក់នោះដេកចាំស្លាប់នៅផ្ទះទៅចាំសិន
ឲ្យតែខ្ញុំលុតជង្គង់សុំទោសឯងនឹងប្រគល់ថ្នាំឲ្យខ្ញុំវិញមែនទេពិតណាស់ខ្ញុំជាមនុស្សនិយាយពាក្យណាគឺពាក្យហ្នឹងរក្សាពាក្យសច្ចៈបំផុតសុំទោសខ្ញុំខុសហើយពេលនេះអាចប្រគល់ថ្នាំឲ្យខ្ញុំវិញបានហើយនៅបានតើពិតជាបានតើអីយ៉ាងម៉េចក៏អញធ្វើស្រហែសម្លេះសំបីតែដបថ្នាំមួយក៏កាន់មិនជាប់ដែរលោកមេបញ្ជាការជំងឺរបស់លោកធ្ងន់ធ្ងរឡើងវិញហើយបើយកថ្នាំពិសេសមកមិនទាន់ទេលោកប្រហែលជាមានគ្រោះថ្នាក់ដល់ជីវិតចង្រៃយកបើកឡានឲ្យលឿនឡើងប្រញាប់ទៅកំពង់ផែជីងលីយានភ្លាមល្អណាស់ទឹកថ្នាំនៅលើដីនេះមិនទាន់ស្ងួតទេបើប៉ាអញឈឺធ្ងន់ដល់ថ្នាក់ហ្នឹងប្រញាប់ឲ្យគាត់មកលើទៅពួកឯងជាហ្វូងតិរឆានឈាមចេញឈាមហើយមីថោកទៀបនេះហ៊ានឆ្កូតមុខខ្ញុំឲ្យមុតផងជីងខួយសម្រាប់វាឲ្យខ្ញុំហ៊ានប៉ះបងស្រីខ្ញុំឯងពិតជាមិនចង់រស់មែនទេលេងខ្ញុំចាំមើលប៉ាខ្ញុំមកដល់គាត់មិនលើកលែងឲ្យពួកឯងទេប៉ាឯងជាកូនអណ្ដាកស្អីទៅហ៊ានមកតាំងនឹងភូមិគ្រឹះមេបញ្ជាការរបស់យើងផងពួកឯងច្បាស់ជាត្រូវបងថ្លៃចំពោះទង្វើខ្លួនឯងថ្ងៃនេះជាថ្ងៃស្លាប់របស់ពួកឯងហើយយីដល់ពេលនេះហើយនៅរឹងក្បាលទៀតអញចង់ដឹងណាស់ថាអ្នកណាស្លាប់មុនអ្នកណាឲ្យប្រកាសទៅស្លាប់ទៅហ៊ានរត់ផងអាណាអត់ភ្នែកហ៊ានមករ៉ាំងផ្លូវអញទៅទទួលកូនស្រីលោកមេបញ្ជាការគឺមីស្រីថោកទៀបម្នាក់នេះហើយនឹងនេះគឺចង្រៃយកអញបាញ់ក្បាលឯងមួយគ្រាប់ឥឡូវអ្នកនាងធំកំពុងរងចាំលោកនៅកំពង់ផែជីងលីយានមិនក៏មកនៅទីនេះទៅវិញចង្រៃយករឿងនេះវាយ៉ាងម៉េចឲ្យប្រកាសគឺមីថោកទៀបម្នាក់នេះហើយចេះតែនៅរៀបចំផ្លូវបង្កបញ្ហាមិនឲ្យពួកយើងទៅទទួលអ្នកនាងធំនៅហ៊ានមកទៅភ្នែកទៀតខ្ញុំប្រាប់អញឲ្យដឹងអញពន្យាពេលពួកយើងទៅទទួលអ្នកនាងធំថ្ងៃនេះថ្ងៃល្អរបស់អញចប់ត្រឹមនេះហើយបានហើយនាងគ្រាន់តែជាក្មេងស្រីម្នាក់កុំប្រកាន់ទោសអីជាមួយនាងអីលោកមេបញ្ជាការមានប្រសាសន៍ត្រឹមត្រូវមីក្មេងស្រីថ្ងៃនេះលោកមេបញ្ជាការមានចិត្តមេត្តាមិនប្រកាន់ទោសនឹងអញទេលើកក្រោយបើកភ្នែកឲ្យធំឡើងប្រយ័ត្នប៉ះចំមនុស្សធំដែលអញមិនអាចប៉ះពាល់បានប្រយ័ត្នសំបីតែស្លាប់យ៉ាងម៉េចក៏មិនដឹងផងចេញទៅបានហើយប្រញាប់ឡើងឡានទៅកំពង់ផែទទួលជីងស្វៀនប៉ាសំឡេងនរណាលោកមេបញ្ជាការលោកប្រហែលជានឹកអ្នកនាងធំពេកហើយទៅសំឡេងច្រឡំបែបនេះត្រូវហើយពេលនេះអ្នកនាងធំនៅកំពង់ផែជីងលីយានឯណោះលោកប្រកាសជាស្ដាប់ច្រឡំហើយចង្រៃយកអញសំបីតែពិធីស្វាគមន៍ក៏រៀបចំរួចហើយដែរមកបង្កើតរឿងញញញៃឲ្យអញទៅវិញជីងស្វៀនរបស់ផ្ទះយើងមានតម្លៃណាស់ត្រូវចូលហៅខ្យល់ត្រជាក់នៅកំពង់ផែយូរយ៉ាងនេះបើនាងកើតផ្ដាសាយអញមិនលើកលែងឲ្យពួកឯងទេលោកមេបញ្ជាការរឿងនេះមិនពាក់ព័ន្ធនឹងពួកយើងទេណាសុទ្ធតែជាមីថោកទៀបម្នាក់នេះរៀងផ្លូវទើបធ្វើឲ្យខកខានពេលទៅទទួលអ្នកនាងធំពិតមែនហើយលោកដាច់ខាតគុំលើកលែងឲ្យនាងឲ្យសោះត្រូវតែបាញ់សម្លាប់នាងចោលជីងស្វៀនថ្ងៃនេះចាត់ទុកជាយកយល់ឲ្យអញចុះយ៉ាងណាមីស្រីស្អុយនេះក៏ត្រូវខ្ញុំវាចិត្តងាប់ទៅហើយគិតថាក៏បានត្រឹមតែដេកចាំថ្ងៃស្លាប់ដែរមិនចាំបាច់ខាតទេជាមួយវាទៀតទេបានហើយប្រញាប់ទៅកុំឲ្យជីងស្វៀនចាំយូរបាទលោកមេបញ្ជាការក្មួយស្រីក្មួយរបួសធ្ងន់ណាស់ពូជូនទៅមន្ទីរពេទ្យឥឡូវនេះអរគុណលោកពូពួកអេរឆានអំបញ្ញមិញនេះតែធ្ងន់នឹងខូខើខ្លាំងណាស់ត្រូវហើយបើពុកម្ដាយក្មេងនេះឃើញ
មិនដឹងជាចិត្តប៉ុណ្ណាទេក្មួយស្រីក្មួយសាកទូរស័ព្ទទៅផ្ទះទៅឪពុកម្ដាយក្មួយច្បាស់ជាកំពុងបារម្ភពីក្មួយហើយចា៎លោកប៉ាពួកអញសុទ្ធតែជាពួកស៊ីបាយប្រយោជន៍រកតែមនុស្សម្នាក់ក៏មិនឃើញផងថ្ងៃនេះទោះបីជាត្រូវកាយកំពុងផាយជំរឿបេហាត់ក៏ត្រូវតែរកដំណឹងកូនស្រីសំណប់ចិត្តរបស់ខ្ញុំឲ្យឃើញដែរបាទលោកមេតបលោកមេបញ្ជាការមិនស្រួលទេអ្នកនាងទើបតែទូរស័ព្ទមកផ្ទះប្រាប់ថាត្រូវគេវាឥឡូវកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យរិនជីអាចជួយម្ដាយហ៊ានប៉ះពាល់កូនស្រីរបស់អាសាងម្នាក់នេះផងអញនឹងសម្លាប់វាទាំងពូជហើយកុំអង្រែមកពួកយើងទៅមន្ទីរពេទ្យទាំងអស់គ្នាបាទប្រមូលកម្លាំងជាបន្ទាន់លោកមេបញ្ជាការពួកយើងទៅជាមួយលោកដែរណាពួកនាងមកចង់ចេះដឹងស្អីដែរនៅទីនេះឲ្យស្ងៀមទៅចេញដំណើរទៅមន្ទីរពេទ្យរិនជីតើជាអាកំព្រីងឯណាដែលគ្មានភ្នែកហ៊ានមកប៉ះពាល់កូនស្រីសំណប់របស់លោកមេតបនេះមិនមែនចង់ងាប់ទេហីមិនដឹងទេបើលោកមេបញ្ជាការរកពួកវាឃើញវិញពួកអាស័យធំទាំងនោះយប់នេះច្បាស់ជាត្រូវគេបោះចូលទន្លេហាងភូឲ្យត្រីស៊ីមិនខានជៀនពេលនេះជាឱកាសល្អដើម្បីយើងសាងគុណសម្បត្តិលុបលាងកំហុសហើយខ្ញុំស្គាល់ផ្លូវកាត់មួយបើយើងដើរតាមផ្លូវនោះច្បាស់ជាទៅដល់មន្ទីរពេទ្យមុនលោកមេតបហើយបានទទួលអ្នកនាងធំជាក់ជាមិនខានឡបើយើងអាចទៅរៀបចំកន្លែងទុកមុនច្បាស់ជាធ្វើឲ្យអ្នកនាងធំសប្បាយចិត្តមិនខានពួកអ្នកជំងឺទាំងនេះដឹងកាលៈទេសៈបន្តិចទៅប្រញាប់ប្រញាល់ចេញទៅឲ្យផុតលោកគឺជាប្រធានមន្ទីរពេទ្យមែនទេប្រញាប់ហៅគ្រូពេទ្យទាំងអស់មកទីនេះមកពិនិត្យជំងឺឲ្យអ្នកនាងធំនៃភូមិគ្រឹះមេតបយើងមិនបានទេគ្រូពេទ្យជាច្រើនកំពុងធ្វើការវះកាត់នៅឡើយខ្ញុំដឹងថាអ្នកនាងបារម្ភពីអ្នកនាងធំប៉ុន្តែជីវិតអ្នកជំងឺដទៃទៀតក៏ជាជីវិតដែរអញឲ្យមុខឯងច្រើនពេកហើយមែនទេនិយាយស្រួលបួលជាមួយឯងមិនស្ដាប់ទេហីខ្ញុំសួរលោកជាលើកចុងក្រោយរឿងនេះអាចធ្វើបានឬមិនបានខ្ញុំទៅចាត់ចែងជូនលោកឥឡូវនេះហើយណែខ្ញុំថាក្នុងត្រចៀកនាងមានញាត់រោមទៀតទេដឹងអញប្រាប់ឲ្យនាងប្រញាប់ចេញទៅនាងថ្លង់មែនទេស្រីថោកទាបនាងពិតជាប្រលឹងមិនទាន់ទៅណាពិតមែនណាមិនទាន់បានចាត់ការពួកនាងទាំងពីរផងខ្ញុំមុខជាមិនទាន់ងាប់ទេត្រូវអញវីឡើងដល់ថ្នាក់នេះហើយនាងនៅតែហ៊ានរឹងមាត់ទៀតហីបានហើយកុំខាតពេលជាមួយស្រីថោកទាបនេះអីចាំពេលក្រោយចាំចាត់ការនាងដេញនាងចេញសិនទៅជួយទំនេរកន្លែងទុកឲ្យអ្នកនាងធំល្អថ្ងៃនេះចាត់ទុកថានាងមានសំណាងហើយបងស្រីខ្ញុំព្រមលើកលែងឲ្យនាងមួយលើកនៅមិនឆាប់ចេញទៀតពួកឯងយកឈ្មោះអ្នកនាងធំនៃភូមិគ្រឹះមេតបមកកាងបង្កប់ព្យុះភ្លៀងនៅទីនេះមិនខ្លាចគាត់ដឹងទេខ្លាចអីពួកយើងនិងអ្នកនាងធំជាគ្រួសារតែមួយគាត់មានតែដឹងគុណពួកយើងដែលមិនខ្លាចនឿយហត់មកជួយរកគ្រូពេទ្យព្យាបាលជំងឺឲ្យគាត់ទៅវិញទេថ្ងៃនេះខ្ញុំមិនទៅណាទាំងអស់ពួកឯងអាចធ្វើអីខ្ញុំបានមានស្រីថោកទាបឲ្យផ្លូវល្អមិនដើរបែរជាចង់ដើរផ្លូវងាប់មែនទេបើឯងចង់ងាប់ម្លេះអញនឹងជួយបំពេញបំណងឲ្យឯងអ្នកជំងឺសាងជីងស្វៀនដល់ពេលបដូរថ្នាំហើយថាម៉េចនាងជាសាងជីងស្វៀននាងជាសាងជីងស្វៀនរីកាលោកមេតបអ្នកជំងឺនៅក្នុងមន្ទីរពេទ្យច្រើនពេកហើយអាពួកចង្រៃមួយហ្វុងសុទ្ធតែអត់បានការរឿងតូចតាចប៉ុណ្ណឹងក៏ធ្វើមិនបានដែរអញឡើងទៅរកដោយខ្លួនឯងឬមួយក៏នាងពិតជាកូនស្រីរបស់លោកមេតបមែនមិនអាចទេនេះប្រកាសជាការចៃដន្យហើយខ្ញុំថានាងមិនក៏ហ៊ានបន្លំជាអ្នកនាងធំតាមពិតគឺឈ្មោះដូចនឹងត្រកូលដូចគ្នាសោះពិតឬคล้ายៗមិនយូរទេពួកឯងនឹងបានដឹងខ្ញុំចង់ដឹងណាស់ថាពេលសាងយូធីងមកដល់តើពួកឯងនឹងរៀបរយរឿងនេះយ៉ាងម៉េចនាងពិតជាថ្លើមធំមែនហ៊ានហៅឈ្មោះលោកមេតបចំផងបើចង់ងាប់ម្លេះអញនឹងជួយសម្លាប់នាងឲ្យពួកឯងទាំងពីរនាក់បោះនាងចុះទៅក្រោមលែងខ្ញុំទៅមីស្រីថោកទាបចាំមើលថានាងនៅហ៊ានផ្កើនទៀតឬអត់ថាម៉េចពួកឯងទាំងពីររកកន្លែងណាញាត់របស់នេះចូលទៅបើលោកមេបញ្ជាការឃើញរបស់ចង្រៃនេះច្បាស់ជាខឹងមិនខានបាទ
ប៉ៅសានមិនក៏នាងនៅទីនេះដែរ លោកមេបញ្ជាការមិនមែនមកពីខ្ញុំបារម្ភពីអ្នកនាងធំទេអីខំមកជួយរៀបចំកន្លែងទុកបន្ទប់ឲ្យនាងសម្រាក អាចជួយម្ដាយនាងសំបីតែជីងស្វៀននៅបន្ទប់ណាក៏មិនដឹងផងមកលោឡានៅក្នុងមន្ទីរពេទ្យនេះមិនមែនរំខានការសម្រាករបស់នាងទេហីប្រញាប់ចេញទៅឲ្យផុត លោកមេបញ្ជាការខ្ញុំក៏មានចេតនាល្អដែរតើ ចេញទៅបងស្រីប្រញាប់ទៅវិញទៅប្រយ័ត្នលោកមេបញ្ជាការខឹងអាចនឹងបាញ់សម្លាប់បងផងក៏មិនដឹងពួកអញប៉ុន្មានអ្នកប្រញាប់ទៅសួរនាំមើលថាតើអ្នកនាងធំនៅបន្ទប់ណាបាទស៊ីស៊ុនឯងមកជួយខ្ញុំរកនៅខាងនេះជីងស្វៀនគ្រូពេទ្យណែណាប្រញាប់ទៅហៅគ្រូពេទ្យមក ប៉ាកុំបារម្ភអីកូនមិនអីទេ លោកគ្រូពេទ្យស្ថានភាពកូនស្រីខ្ញុំយ៉ាងម៉េចហើយលោកមេតបរបួសរបស់អ្នកនាងធ្ងន់ធ្ងរណាស់មិនត្រឹមតែបាក់ឆ្អឹងជំនីច្រើនកន្លែងទេលើកផ្ទៃមកក៏ប្រឈមនឹងការខូចទ្រង់ទ្រីដែរត្រូវការពេលយូរទើបអាចជាសះស្បើយបានអាចជួយម្រាយ លោកប៉ាកើតអីហ្នឹង អ្នកនាងធំលោកមេបញ្ជាការដើមឡើយមានជំងឺរបេងស្រាប់ហើយឥឡូវនេះខឹងខ្លាំងពេកឬជំងឺបេះដូងខ្លាចក្រែងថាអាចមានគ្រោះថ្នាក់ដល់ជីវិតគ្រប់ពេល លោកប៉ាប្រញាប់លេបថ្នាំមួយដបនេះទៅនេះជាថ្នាំដែលកូនបានស្រាវជ្រាវដោយផ្ទាល់ដៃទោះបីជាប្រសិទ្ធភាពមិនល្អដូចថ្នាំពិសេសនោះតែឲ្យតែលោកប៉ាលេបជាប្រចាំច្បាស់ជាអាចជួយសម្រាលអាការៈបានចាំលោកប៉ាលេបអស់កូននឹងទៅផ្សំឲ្យលោកប៉ាបន្ថែមទៀតណា ថ្នាំនេះពិតជាមានប្រសិទ្ធភាពមែនជីងស្វៀនតើអ្នកណាជាអ្នកវីកូនឲ្យខ្លាយទៅជាបែបនេះកូនប្រាប់ប៉ាមកប៉ានឹងទៅបាញ់ក្បាលពួកអាចរកកោននោះឥឡូវនេះ លោកប៉ាកូនចង់សងសឹកដោយដៃផ្ទាល់រឿងនេះទុកឲ្យកូនជាអ្នកចាត់ការដោយខ្លួនឯងទៅលីសៀវម៉ាន់ខ្ញុំពិតជាទន្ទឹងរង់ចាំមើលណាស់ថាពេលដែលនាងដឹងថាខ្ញុំជាអ្នកនាងធំនៃភូមិគ្រឹះមេតបតើនាងនឹងមានទឹកមុខបែបណាល្អប៉ាគោរពតាមការសម្រេចចិត្តរបស់កូនស៊ីស៊ុនចាប់ពីពេលនេះទៅឯងទទួលខុសត្រូវលើសុវត្ថិភាពរបស់អ្នកនាងធំបើមាននរណាហ៊ានធ្វើបាបនាងទៀតឯងបាញ់សម្លាប់វាភ្លាមបាទត្រូវហើយជីងស្វៀនប៉ាបានរៀបចំពិធីជប់លៀងទទួលកូននៅសន្តាគារសន្តិភាពពេលនោះកូនក៏អាចជួបជាមួយម្ដាយចុងទី3របស់កូនបានដែរទោះបីជានាងមានចរិតឆេវឆាវបន្តិចមែនតែចិត្តនាងល្អណាស់មួយរយៈនេះដើម្បីរឿងរបស់កូននាងបានចំណាយកម្លាំងមិនតិចនោះទេល្អណាស់ចៃដន្យល្អណាស់កូនក៏ចង់ជួបម្ដាយចុងទី3ដែលមានចិត្តល្អម្នាក់នេះដែរលីសៀវម៉ាន់ខ្ញុំនឹងធ្វើឲ្យនាងធ្លាក់ទៅបាតជ្រោះនៅពេលដែលនាងកំពុងតែមានមោទនភាពបំផុតខ្ញុំនឹងសងការអាម៉ាស់ដែលនាងបានធ្វើចំពោះខ្ញុំ100ដងត្រឡប់ទៅវិញនៅក្នុងពិធីជប់លៀងនោះជំរាបសួរអ្នកនាងធំកូនស្រីល្ងងប៉ុន្មានឆ្នាំមកនេះកូននៅក្រៅប្រទេសមិនក៏នៅតែស្លៀកពាក់ខោអាវចាស់អីចឹងប៉ាបានរើសសម្លៀកបំពាក់ប៉ុន្មានកំភ្លេឲ្យកូននៅហាងបរទេសបន្តិចទៀតកូនទៅមើលទៅក្រែងលោកពេញចិត្តចាសអរគុណលោកប៉ាកូនស្រីបើកូនចង់ទាមទារភាពយុត្តិធម៌មកវិញដោយខ្លួនឯងប៉ាក៏មិនលូកដៃដែរកូនត្រូវការអ្វីគ្រាន់តែប្រាប់ប៉ាមកបានហើយលោកប៉ាកូននឹងធ្វើឲ្យពួកគេទទួលបានលទ្ធផលដែលស័ក្តិសមបំផុតស៊ីស៊ុនបន្តិចទៀតឯងនាំកងអង្គរៈទៅជាមួយអ្នកនាងធំទៅហាងបរទេសត្រូវការពីនាងឲ្យបានល្អកុំឲ្យពួកអត់ពូជទាំងនោះមកធ្វើបាបនាងទៀតអសោះបាទលោកមេតបជៀនមើលទៅលោកមេបញ្ជាការស្រឡាញ់បងស្រីជាងគេហើយសូម្បីតែការងារសំខាន់ដូចជាកំដរអ្នកនាងធំទៅរើខោអាវក៏ប្រគល់ឲ្យបងដែររឿងនឹងវាប្រកាសហើយលោកស្រីទី3ខោអាវទាំងនេះសុទ្ធតែជាម៉ូដចុងក្រោយបង្អស់របស់ហាងយើងខ្ញុំមួយកុំភ្លេសុទ្ធតែមានតម្លៃរាប់ពាន់ដុល្លារឯណោះសម្លៀកបំពាក់របស់ហាងនេះពិតជាមិនអន់មែនមិនថាសាច់ក្រណាត់និងការកាត់ដេរសុទ្ធតែល្អផ្ដាច់គេខោអាវទាំងនេះមិនត្រឹមតែថោកទេថែមទាំងបុរាណទៀតស័ក្តិសមនឹងឋានៈអ្នកនាងធំរបស់ពួកយើងយ៉ាងម៉េចទៅនៅមានម៉ូដផ្សេងទៀតទេអស់ហើយលោកស្រីខោអាវដែលល្អបំផុតនៅក្នុងហាងយើងខ្ញុំសុទ្ធតែនៅទីនេះទាំងអស់ហើយចុះនោះមិនមែននៅសល់មួយទៀតទេហីលោកស្រីសុំទោសផងចាមួយកុំភ្លេនោះមានគេកក់ទុករួចហើយខ្ញុំមិនខ្វល់ថាកក់ឬមិនកក់ទេឲ្យតែខ្ញុំពេញចិត្តគឺជារបស់ខ្ញុំហើយណែប្រញាប់ដោះខោអាវលើខ្លួននាងចេញភ្លាមទៅខ្ញុំចង់ជួយរៀបចំពិធីជប់លៀងតែនឹកស្មានមិនដល់ថាអ្នករកបញ្ហាដល់ខ្លួនឯងសោះលីសៀវម៉ានកុំតន់អពេកថ្ងៃល្អរបស់អ្នកចិត្តអស់ហើយ
ឯងមានឋានៈទាបតូចហ៊ានគំរាមខ្ញុំផងបើឆ្លាតឆាប់ដោះអាវនេះឲ្យខ្ញុំភ្លាមបើមិនអញ្ចឹងកុំបន្ទោសថាខ្ញុំមិនយោគយល់ថ្ងៃនេះខ្ញុំមិនឲ្យអាវនេះទេខ្ញុំចង់ដឹងណាស់ថាអ្នកមិនយោគយល់យ៉ាងម៉េចនេះមិនមែនជារបស់ដែលឯងរកបានទេពួកឯងឆាប់ដោះវាចេញទៅយកវាចេញពីហាងសម្លៀកបំពាក់បរទេសនេះទៅពួកឯងចង់ធ្វើអីខ្ញុំក៏ជាភ្ញៀវដែរពួកឯងជួយគាត់មកធ្វើបាបខ្ញុំខាងក្រៅគេដឹងវាហួសហេតុពេកហើយមែនទេឯងមានឋានៈអីសមនឹងប្រៀបធៀបជាមួយប្រពន្ធចុងទី3របស់មេតបដែរឬនេះឯងរកខ្លួនឯងទេនិយាយច្រើនជាមួយវាធ្វើអីដេញវាចេញទៅលីសៀវម៉ានឯងពិតជាគិតថាខ្លួនឯងជាប្រពន្ធចុងទី3របស់មេតបមែនទេទើបតែគ្មានអ្នកណាប្រដៅឯងមែនទេខ្ញុំទើបតែចាប់ដើមវាយតបឯងក្រុមលែងបានទៅហើយពួកឯងនិយាយស្អីមិនឃើញនាងកំពុងវាយខ្ញុំទេឆាប់ចាប់នាងទៅពួកឯងប៉ុន្មានអ្នកកុំខ្លាចថាធ្វើឲ្យយើងខឹងឲ្យសោះធ្វើឲ្យអ្នកខឹងមានន័យថាម៉េចឲ្យតែយើងបំរើប្រពន្ធចុងទី3ឲ្យបានល្អថ្ងៃក្រោយថាមិនត្រូវយើងអាចខ្លាចជាអ្នកមាននោះសុទ្ធតែជាពាក្យមួយម៉ាត់របស់គាត់សោះប្រពន្ធចុងទី3និយាយមួយម៉ាត់ទើបរាប់បញ្ញាណឯងនិយាយមិនរាប់ទេជាស្រីបោកប្រាស់នេះក្រអឺតក្រទុំពេកហើយថ្ងៃនេះយើងត្រូវតែឲ្យពណ៌នាងមើលបន្តិចហើយដើមឡើយខ្ញុំគ្រាន់តែចង់ដោះអាវឯងហើយបោះចោលតាមផ្លូវទេតែឯងថោកទាបពេកហើយឯងមិនចូលចិត្តធ្វើឲ្យខ្លួនឯងស្អាតទេនៅដណ្ដើមអាវខ្ញុំទៀតឥឡូវខ្ញុំនឹងកោសមុខឯងឲ្យឯងក្លាយជាស្រីអាក្រក់ដែលគ្មានអ្នកណាចង់បានស៊ីសុនសុទ្ធតែជាស្រីមុខស្អែងពិតជាដាច់ចិត្តចោះដែរមែនស៊ីសុនជួយខ្ញុំផងឈប់សិនពួកឯងកំពុងធ្វើអីគាត់ច្បាស់ជាក្មួយស្រីរបស់ស៊ីសុនហើយខ្ញុំប្រាប់ឯងថាកុំចេះតែលូកដៃរហូតមកដល់ពេលនេះយើងនឹងបងស្រីធ្វើត្រូវជានិច្ចដើមឡើយគឺអាងលើពួកខ្លួនឯងដែលជាមន្ត្រីរងរបស់មេតបពួកឯងនិយាយឈួតអីហ្នឹងគាត់គឺស្អីក៏គឺទៅស៊ីសុនខ្ញុំទុកមុខឲ្យអញហើយឥឡូវអញហ៊ានយកកាំភ្លើងចង្អុលខ្ញុំនិងបងស្រីខ្ញុំផងត្រូវហើយស៊ីសុនឯងកុំភ្លេចថាខ្លួនឯងមានឋានៈអីឯងគ្រាន់តែជាមន្ត្រីរងតូចតាចម្នាក់របស់មេតបប៉ុណ្ណោះមេតបវិញគ្រាន់តែជាឆ្កែមួយក្បាលប៉ុណ្ណោះខ្ញុំក៏ធ្វើតាមបញ្ជាដែរខ្ញុំមិនខ្វល់ថាអ្នកទទួលបញ្ជាពីអ្នកណាទេឥឡូវនេះឆាប់ចាប់នារីថោកទាបនេះទៅពូស៊ីសុនចាប់ពួកគេទាំងពីរទៅលីសៀវម៉ានពូស៊ីសុនមិនមែនជាឆ្កែយាមទ្វារទេគាត់គឺជាបងប្អូនដែលធ្លាប់ឆ្លងកាត់សេចក្តីស្លាប់ជាមួយមេតបជាមន្ត្រីមានគុណបំណាច់របស់មេតបគ្មានអ្នកណាអាចប្រមាថគាត់បានទេឯងកុំមកភូតណែស៊ីសុនឯងចង់ប៉ះបល់មែនទេចាំខ្ញុំត្រឡប់ទៅវិញខ្ញុំច្បាស់ជាប្រាប់មេតបបិទមាត់ថោកទាបរបស់អ្នកទៅរបស់ដែលគ្មានការគោរពថ្ងៃនេះខ្ញុំនឹងឲ្យឯងចាំទុកជាមេរៀនស្រីថោកទាបហ៊ានវាយខ្ញុំវាយឯងក្រអឺតក្រទុំមើលងាយមហាជនលីសៀវម៉ានពីមុនឯងធ្វើបាបខ្ញុំយ៉ាងម៉េចខ្ញុំមិនទាន់ភ្លេចទេខ្ញុំនឹងសងសឹកការប្រមាថដែលឯងបានធ្វើមកលើខ្ញុំម្ដងមួយត្រឡប់ទៅឯងវិញទាំងអស់ស្រីថោកទាបឯងឈួតហើយមែនទេហ៊ានធ្វើបាបបងស្រីខ្ញុំអញវាឲ្យងាប់អូខ្ញុំស្ទើរតែភ្លេចទៅហើយនៅមានឯងជាសត្វត្រឆានម្នាក់នេះទៀតឯងចង់ធ្វើអីថ្ងៃនេះខ្ញុំនឹងប្រើវិធីអ្នកអតីវីបកទៅលើអ្នកអតីវិញពួកឯងមិនចូលចិត្តឲ្យគេលុបជង្គង់សុំទោសទេឥឡូវខ្ញុំឲ្យពួកឯងសាកល្បងរសជាតិម្ដងស្រីថោកទាបខ្ញុំព្រមានឯងខ្ញុំគឺជាមនុស្សស្រីរបស់មេតបឯងហ៊ានធ្វើបាបខ្ញុំបែបនេះមេតបមិនលើកលែងឲ្យឯងទេពូស៊ីសុនចាប់ពួកគេទាំងពីរលុតជង្គង់សុំទោសខ្ញុំចំពោះឯងគឺគ្មានប្រយោជន៍អ្វីទាំងអស់កាលពីមុនពេលពួកឯងធ្វើបាបខ្ញុំមិននឹកស្មានថាខ្ញុំនឹងសងសឹកពួកឯងវិញវត្តសង្សារវើជុំនេះសុទ្ធតែជាកម្មពៀររបស់ពួកឯងហើយបានហើយថ្ងៃនេះខ្ញុំលើកលែងឲ្យសិនមិនគិតគូរជាមួយពួកឯងទេស៊ីសុននៅមានឯងស្រីថោកទាបនេះទៀតពួកឯងកុំក្រអឺតក្រទុំខ្ញុំនឹងត្រឡប់ទៅប្រាប់មេតបពួកឯងរងចាំសេចក្តីស្លាប់ទៅជីងសៀនតោះយើងទៅលីសៀវម៉ាននេះទើបតែចាប់ផ្ដើមប៉ុណ្ណោះខ្ញុំនឹងទៅពិធីជប់លៀងធ្វើឲ្យឯងក្លាយជាធ្លុករបស់ទីក្រុងសៀងហៃទាំងមូលឯងហូបថ្លើមខ្លះហើយមែនទេហ៊ានវាយប្រពន្ធចុងទី3របស់មេតបឯងដឹងអត់
កន្លែងយើងនេះគឺជាហាងរបស់មេតបឯងធ្វើបែបនេះមេតបនឹងខឹងយើងមិនខានយើងមិនស្វាគមន៍អ្នកទេឆាប់ចេញទៅលោកស្រីអ្នកវាយគាត់នៅក្នុងហាងយើងនេះមិនមែនជារោគបញ្ហាឲ្យយើងទេឯងគ្រាន់តែជាក្មួយស្រីរបស់មន្ត្រីរងម្នាក់មនុស្សធំដូចជាប្រពន្ធចុងទី3តើឯងអាចប្រមាថបានឬពួកឯងពិតជាដូចលីសៀវម៉ានអញ្ចឹងមែនអាងអំណាចគៀបសង្កត់អ្នកទុនខ្សោយធ្វើជាមនុស្សអែបអប់យើងធ្វើអញ្ចឹងហើយឯងអាចធ្វើអីយើងបានយើងគឺជាមនុស្សរបស់ប្រពន្ធចុងទី3ពូស៊ីសុនពូទៅប្រាប់អ្នកគ្រប់គ្រងហាងបណ្ដេញអ្នកទាំងនេះចេញឲ្យអស់ហើយមិនឲ្យទទួលយកការងារទៀតទេបាទបាទនេះកន្លះម៉ោងហើយអ្នកដែលឯងហៅមកមិនទាន់មកទៀតបងវាងខ្ញុំមើលទៅនាងគ្រាន់តែធ្វើពុតជាខ្លាំងទេថ្ងៃនេះខ្ញុំទុកពាក្យនៅទីនេះហើយបើឯងអាចបណ្ដេញពួកយើងចេញខ្ញុំនឹងវាចេញពីហាងនេះភ្លាមសង្ឃឹមថាបន្តិចទៀតពួកឯងនៅអាចសើចចេញបានហើយឯងគុំនៅទីនេះរឹងតឹងទៀតយើងជាមនុស្សដែលនៅចំពោះមុខមេតបតើអាចដោយសារតែពាក្យមួយម៉ាត់របស់ឯងក៏បណ្ដេញបុគ្គលិកចាស់របស់យើងចេញនោះបងប្អូនយើងឥឡូវនាំនាងទៅជួបមេតបឲ្យប្រពន្ធចុងទី3សងសឹកប្រពន្ធចុងទី3សប្បាយចិត្តច្បាស់ជាដំឡើងប្រាក់ខែឲ្យយើងមិនខានពួកឯងធុញទ្រាន់នឹងរស់ហើយមែនទេអ្នកណាហ៊ានមិនគោរពកញ្ញាធំអ្វីទៅកញ្ញាធំវងវិញអស់ហើយខ្ញុំបានរកមនុស្សរបស់មេតបសាក់សួរហើយអ្នកនេះគឺកូនស្រីមាសពេជ្ររបស់មេតបយើងចាប់ពីពេលនេះទៅពួកឯងត្រូវបញ្ឈប់ពីការងារអស់ហើយកញ្ញាធំអំបញ្ញមិញខ្ញុំមានភ្នែកគ្មានប្រស្រ័យបានបុកអ្នកខ្ញុំខុសហើយខ្ញុំសុំនឹងស្លាប់សុំអ្នកអភ័យទោសឲ្យខ្ញុំម្ដងនេះទៅមែនហើយកញ្ញាធំគ្រួសារយើងមានចាស់មានក្មេងសង្ឃឹមតែលើប្រាក់ខែបន្តិចបន្តួចនេះដើម្បីហូបចុកទេអ្នកកុំបណ្ដេញខ្ញុំចេញអីខ្ញុំទៅតែឲ្យឱកាសពួកឯងហើយប៉ុន្តែពួកឯងបែរជាមិនកែប្រែនេះគឺជាការរកខ្លួនឯងអំបញ្ញមិញឯងមិនមែននិយាយថាឲ្យតែខ្ញុំអាចបណ្ដេញឯងចេញឯងនឹងវាចេញពីហាងមែនទេនៅឈរធ្វើអីទៀតវាទៅបងទី3មិនក៏បងធ្វើឲ្យខ្លួនឯងទៅជាបែបនេះលោកប្តីខ្ញុំពេលជ្រើសរើសអាវឲ្យកញ្ញាធំនៅហាងត្រូវមនុស្សស្រីថោកទាបម្នាក់វាស្អីគេមេតបស៊ីសុននេះពិតជាប្រមាថពេកហើយនេះឯណាជាការវីបងស្រីខ្ញុំនេះច្បាស់ជាវីមុខមេតបហើយលោកត្រូវតែសងសឹកឲ្យគាត់គួរឲ្យខឹងណាស់ស៊ីសុនធ្វើរឿងនេះបានមិនទៅខ្ញុំឲ្យគាត់ការពីជីងសៀនគាត់បែរជាហ៊ានវីប្រពន្ធចុងទី3ទៅវិញតើគាត់ចាប់ផ្ដើមមានក្មួយស្រីពីអង្ការមកមិនខ្ញុំមិនដឹងសោះបានហើយខ្ញុំនឹងទៅសួរនាំស៊ីសុនយប់នេះខ្ញុំបានរៀបចំពិធីជប់លៀងនៅសន្តាគារហឺពីងដើម្បីទទួលស្វាគមន៍ជីងសៀននេះជារឿងធំបំផុតរងចាំពិធីជប់លៀងចប់សឹមខ្ញុំទៅដោះស្រាយរឿងនេះល្អណាស់លោកប្តីខ្ញុំដឹងថាអ្នកធ្វើការប្រកបដោយយុត្តិធម៌មិនទុកឲ្យខ្ញុំរងភាពអយុត្តិធម៌ទេពួកឯងទៅសម្រាកសិនចុះខ្ញុំចេញទៅក្រៅបន្តិចចាំពេលពិធីជប់លៀងរបស់កញ្ញាធំចប់មេតបច្បាស់ជានឹងដកតំណែងស៊ីសុនជាមិនខានមិនដឹងជានឹងបណ្ដេញគាត់ចេញពីទីក្រុងនេះផងក៏មិនដឹងមនុស្សស្រីថោកទាបនោះលែងមានខ្នងបង្អែកហើយដល់ពេលនោះមើលខ្ញុំចាត់ការនាងយ៉ាងម៉េចស៊ីសុនឯងក្លាហានធំណាស់ខ្ញុំឲ្យឯងការពីកញ្ញាធំឯងមិនត្រឹមតែលាលែងពីតំណែងទេបែរជាហ៊ានវីប្រពន្ធចុងទី3របស់ខ្ញុំទៀតលោកមេតបសូមស្ដាប់ខ្ញុំបកស្រាយសិនម៉ែវាបកស្រាយស្អីមុខប្រពន្ធចុងទី3សុទ្ធតែត្រូវគេវីឡើងហាមដោយក្បាលជ្រូកទៅហើយប៉ាកុំខឹងអីរឿងនេះមិនពាក់ព័ន្ធជាមួយពូស៊ីសុនទេលីសៀវម៉ានគឺជាអ្នកដែលខ្ញុំវាយគ្រាន់តែទះកំភ្លៀងគាត់ពីរបីកំភ្លៀងប៉ុណ្ណោះលោកមិនបន្ទោសខ្ញុំទេមែនទេទេពិតណាស់មិនទេសំជាកូនស្រីរបស់យ៉ែងពិតជាខ្លាំងមែនប្រពន្ធទី3អត់ភ្នែកហ៊ានធ្វើឲ្យអញខឹងត្រូវវាសំហើយយប់នេះនៅពិធីជប់លៀងក្នុងសន្តាគារភីសខ្ញុំនឹងឲ្យនាងសុំទោសកូនផ្ទាល់មែនហើយឆៃសិនតើក្មួយស្រីរបស់អ្នកមកពីជនបទមានរឿងអ្វីហេតុអ្វីបានជាខ្ញុំមិនដែលឮអ្នកនិយាយពីនាងពីមុនមកលោកប៉ារឿងនេះវាវែងឆ្ងាយណាស់ចាំដល់ពិធីជប់លៀងខ្ញុំនឹងពន្យល់លោកប៉ាអូនេះជាឆ្កែរបស់នរណាមិនដើរខំគេចឹងបានហើយតិចទៅនេះគឺជាឆ្កែសំណប់របស់ប្រពន្ធទី3ឈ្មោះសុយដែលធ្លាប់តែត្រួតត្រានៅក្នុងភូមិព្រឹសមេតបនេះជួបអ្នកណាខំអ្នកនឹងឯងគិតថាសុយខ្លួនឯងទៅ
លីសៀវម៉ាន់ជាធម្មតាស្រឡាញ់កូនឆ្កែនេះណាស់មិនមែនទេចៃដនអីថ្ងៃនេះនៅពិធីជប់លៀងខ្ញុំនឹងរៀបចំកាដូដ៏ធំមួយជូននាងធម្មតាវាឧស្សាហ៍ធ្វើបាបពួកអញទេត្រូវហើយអ្នកបម្រើដូចជាពួកយើងត្រូវខំហើយក៏មិនហ៊ាននិយាយអ្វីដែរមានអ្នកបម្រើជាច្រើនអ្នកបានកើតជំងឺឆ្កែឆ្កួតហើយបានត្រឹមតែទៅផ្ទះចាំស្រាប់ប៉ុណ្ណោះមែនហើយសំបីតែបាយទឹកពួកយើងពេលខ្លះត្រូវស៊ីបាយសពីឆ្កែមួយក្បាលនេះទេម៉ែវាអើយប្រពន្ធទី3នេះពិតជាហួសហេតុពេកហើយលីសៀវម៉ាន់ដោយសារតែអ្នកចូលចិត្តឆ្កែអាក្រក់នេះខ្លាំងណាស់អញ្ចឹងខ្ញុំនឹងឲ្យអ្នកជួបនៅអារម្មណ៍បាត់បង់សេចក្តីស្រឡាញ់លោកប៉ាឆ្កែមួយក្បាលនេះដោយសារតែការស្រឡាញ់របស់ប្រពន្ធទី3បានធ្វើបាបមនុស្សជាច្រើនមិនអាចទុកនៅក្នុងភូមិគ្រឹះមេតបបានទៀតទេកូនស្រីសម្លាញ់តើកូនចង់ធ្វើអីប៉ាស្ដាប់តាមកូនទាំងអស់មីងវាងយកឆ្កែនេះទៅបោះចោលទៅប៉ុន្តែចោះបើប្រពន្ធទី3បន្ទោសខ្លាចអីភូមិគ្រឹះមេតបតាំងពីពេលណាដែលដល់វេនមីនឹងជាអ្នកសម្រេចទៅធ្វើតាមសម្ដីកូនស្រីច្បងទៅចាស់លោកមេតបមែនហើយដោះខ្សែចេញពីវាឲ្យខ្ញុំលីសៀវម៉ាន់ត្រៀមខ្លួនទទួលកាដូដែលខ្ញុំរៀបចំសម្រាប់អ្នកទៅម៉ាក់កុំបារម្ភអីម៉ាក់របស់នាងស្លាប់យូរហើយថ្ងៃក្រោយខ្ញុំជាម៉ាក់បង្កើតរបស់នាងអញ្ចឹងខ្ញុំមិនខ្លាចជាពូធររបស់កូនស្រីច្បងហើយទេតាលាថាកូនស្រីច្បងម្នាក់នេះទៅរៀននៅបរទេស5ឆ្នាំជាសិស្សពូកែខាងពេទ្យលោកមេតបដើម្បីនាងសំបីតែប្រពន្ធទី4ក៏សម្លាប់ចោលដែរមើលទៅស្រឡាញ់នាងប៉ុណ្ណានេះគឺកូនស្រីច្បងពិតជាកូនស្រីត្រកូលអ្នកមានមែនមិនក៏ជាឯងបងនេះមិនមែនជាមីថោកទាបនឹងទេអីអ្នកទាំងពីរស្គាល់គ្នាហ៎ប្រពន្ធទី3ខ្ញុំយកកាដូធំមកជូនអ្នកតាឯងធ្វើអីកូនឆ្កែឆ្យសួយវាខាងមនុស្សច្រើនណាស់ត្រូវខ្ញុំបោះចោលចេញពីភូមិគ្រឹះមេតបហើយមីថោកទាបឯងហ៊ានផងមើលឲ្យច្បាស់នេះជាខ្សែដៃរបស់លោកមេតបខ្សែដៃនេះខ្ញុំធ្លាប់ឃើញលោកមេតបពាក់ខ្សែដៃនេះឯងឬមួយនាងពិតជាកូនស្រីច្បងមែនមិនអាចទេច្បាស់ជានាងលួចហើយនាងជាក្មួយស្រីមកពីជនបទរបស់យ៉ាវឆេសិនត្រូវហើយឆេសិនលូកខ្សែដៃឲ្យនាងបន្លំខ្លួនអ្នកណាហ៊ានមិនគោរពកូនស្រីច្បងឆេសិនឯងមកល្មមក្មួយស្រីឯងបន្លំខ្លួនជាកូនស្រីច្បងតើមានទោសអ្វីកូនស្រីសំណប់ចិត្តរបស់ខ្ញុំណែណាលោកប៉ាយើងឈ្វិនអ្នកណាធ្វើឲ្យកូនរបួសដល់ថ្នាក់នេះនាងពិតជាកូនស្រីច្បងមែនចប់ហើយលោកប៉ាគឺនាងនឹងហើយនៅតាមផ្លូវនៅមន្ទីរពេទ្យជេរប្រមាថខ្ញុំវាខ្ញុំច្រើនដងហើយថែមទាំងបំបែកថ្នាំសង្គ្រោះជីវិតរបស់លោកប៉ាទៀតម៉ែវាឲ្យតាមពិតគឺឯងសោះលោកមេតបសូមមេត្តាខ្ញុំពិតជាមិនដឹងថានាងជាកូនស្រីច្បងទេលោកមេតបពួកយើងខ្វាក់ភ្នែកហើយសូមមេត្តាអត់ទោសឲ្យពួកយើងផងមិនដឹងទេខ្ញុំបានប្រាប់អ្នកនៅតាមផ្លូវហើយថាខ្ញុំគឺយ៉ាងជេងឈួននៅក្នុងមន្ទីរពេទ្យគិលានុបដ្ឋាយិកាក៏បានហៅឈ្មោះខ្ញុំដែរអ្នកម្ដងហើយម្ដងទៀតធ្វើជាមិនដឹងមិនមែនដោយសារតែខ្លួនឯងជាប្រពន្ធចុងទើបធ្វើបាបប្រជារាស្ត្រទេអីកូនស្រីច្បងខ្ញុំខុសហើយអ្នកមានចិត្តទូលាយសូមអត់ទោសឲ្យខ្ញុំផងខ្ញុំសុខចិត្តធ្វើគោធ្វើសេះបំរើអ្នកស្រីពេលដែលអ្នកឲ្យខ្ញុំលុតជង្គង់សុំទោសឆ្កែមិនក៏មិនគិតចង់អត់ទោសឲ្យខ្ញុំពេលដែលអ្នកបំបែកថ្នាំសង្គ្រោះជីវិតរបស់ប៉ាខ្ញុំមិនក៏មិនគិតចង់អត់ទោសឲ្យខ្ញុំលោកមេតបប្រពន្ធទី3បំរើលោកប៉ុន្មានឆ្នាំហើយទុកជីវិតឲ្យនាងទៅឲ្យនាងធ្វើជាអ្នកបំរើក្នុងភូមិគ្រឹះដើម្បីលុបលាងកំហុសជេងឈួនកូនគិតយ៉ាងម៉េចដែរឡខ្ញុំទុកមុខឲ្យប្រពន្ធទី2លីសៀវម៉ាន់ចាប់ពីថ្ងៃនេះទៅអ្នកគឺជាអ្នកបម្រើក្នុងភូមិគ្រឹះមេតបបោកខោអាវបោះសម្អាតដុសបង្គន់ត្រូវតែធ្វើការងារទាំងអស់បើមានការខ្ជិលច្រអូសកុំបន្ទោសខ្ញុំថាមិនយោគយល់អរគុណកូនស្រីច្បងអរគុណលោកមេតបខ្ញុំនឹងធ្វើការងារឲ្យបានល្អសាងជីងសួនចាំមើលចោះការប្រមាថថ្ងៃនេះខ្ញុំនឹងសង100ដងវិញនៅសៀងហៃមិនមែនមានតែយ៉ែងយឺរីងម្នាក់ដែលជាអ្នកមានសមត្ថភាពនោះទេយើងចាំមើលទាំងអស់គ្នាវាងជួយហួរឯងគុំសំអាងលើអំណាចអ្នកអតីចាំពេលលោកមេតបបាត់ខឹងខ្ញុំនៅតែជាប្រពន្ធទី3ដដែលត្រូវហើយបងស្រីខ្ញុំគង់តែបានការស្រឡាញ់មកវិញទេដល់ពេលនោះអ្នកទី1ដែលត្រូវចាត់ការគឺឯងនឹងហើយនៅយល់សពទៀតហ៎លោកមេតបពេលលើក្នុងភ្នែកមានតែកូនស្រីច្បងប៉ុណ្ណោះពួកឯងអាចរស់បានគឺល្អណាស់ទៅហើយអូអញ្ចឹងខ្ញុំចង់ឃើញណាស់ថាកូនស្រីច្បងមានសមត្ថភាពប៉ុណ្ណាឯងមានល្បិចអ្វីទៀតកូនស្រីច្បងមិនក៏អ្នកមកទីនេះទីធ្លាក្រោយនេះគាត់ណាស់ប្រយ័ត្នធំក្លិនអ្នកលីសៀវម៉ាន់ខ្ញុំប្រាប់ឲ្យឯងបោះបង់គំនិតនេះទៅឲ្យតែមានខ្ញុំនៅក្នុងភូមិគ្រឹះមេតបមួយថ្ងៃគុំសង្ឃឹមថាបានឡើងគ្រែរបស់ប៉ាខ្ញុំទៀត
ហើយមួយទៀតខ្ញុំឮថាឯងឲ្យមីងវាងរៀបចំការងារស្រាលឲ្យឯងមីងវាងគាត់ជានិយាយខ្លួនឯងខ្ញុំមិនបានសុំទេមីងវាងចាប់ពីថ្ងៃនេះទៅការងាររកខ្វក់នឹងនឿយហត់ទាំងអស់ឲ្យពួកគេធ្វើដុសបង្គន់ចាក់ទឹកស្មុគគ្របពកខោអាវឲ្យពួកគេធ្វើឲ្យគ្រប់បើហ៊ានខ្ជិលកុំហូបបាយអីចាស់កូនស្រីច្បងចាំទុកពួកឯងឥឡូវគ្រាន់តែជាអ្នកបម្រើប៉ុណ្ណោះដឹងតួនាទីទើបអាចរស់បានបើហ៊ានបង្ករឿងទៀតមិនលើកលែងឲ្យទេអំនួតអីគង់តែមានថ្ងៃឲ្យឯងលុតជង្គង់អង្វរខ្ញុំទេយប់នេះឯងទៅជួបម៉ាហ្សងឆេងមេបញ្ជាការ manager វិញឡើយទៅប្រពន្ធទី3អ្នកចង់លេងល្បិចអីលោកមេតបដឹងទេថាអ្នកណាត់ខ្ញុំផឹកស្រាមេបញ្ជាការម៉ែកុំលេងសើចនឹងខ្ញុំអីខ្ញុំឥឡូវមិនមែនជាប្រពន្ធទី3ទៀតទេគ្រាន់តែជាអ្នកបម្រើក្នុងភូមិគ្រឹះមេតបប៉ុណ្ណោះមេបញ្ជាការម៉ែអ្នកធ្វើការក្រោមដៃលោកមេតបយ៉ាងត្រូវគេមើលងាយពេញចិត្តទេសម្ដីអ្នកមានន័យថាម៉េចន័យរបស់ខ្ញុំគឺតើអ្នកមិនចង់ធ្វើជាមេតបទេអីប្រហែលម្លេះលោកមេតបល្អចំពោះខ្ញុំណាស់ខ្ញុំធ្វើមិនអាចរំលឹកគុណបានមេបញ្ជាការម៉ែអ្នកមានទាហានឆ្នាំ20000នាក់លោកមេតបមាន100,000នាក់តែបើលោកមេតបស្លាប់ទៅគ្មានមេដឹកនាំអ្នកណាមានទាហានអ្នកនោះជាអ្នកសម្រេចហើយតើអ្នកចង់និយាយពីអ្វីខ្ញុំមានវិធីជួយអ្នកកម្ចាត់យ៉ាងយូរីងដល់ពេលនោះអ្នកនឹងក្លាយជាមេតបថ្មីរបស់សៀងហៃចំណែកខ្ញុំគ្រាន់តែសុំធ្វើជាភរិយារបស់មេតបថ្មីប៉ុណ្ណោះមានវិធីអ្វីពីរបីថ្ងៃទៀតជាពិធីខួបកំណើតរបស់យ៉ាងយិងឈុនយ៉ាងយូរីងច្បាស់ជាទៅសន្តាគារភីសអ្នករៀបចំទាហានចាំស្ទាក់មុនទាំងខាងក្នុងនិងខាងក្រៅវាលោកកំទេចតែម្ដងល្អធ្វើតាមនឹងចោះជូនពរមេបញ្ជាការម៉ែទទួលបានជោគជ័យឆាប់បានឡើងជាមេតបកូនស្រីច្បងបន្ទប់ដែលអ្នកបានកក់គឺនៅទីនេះលីសៀវម៉ាន់នាងហ៊ានលួចតាក់ទងប្រុសក្បត់ប៉ាខ្ញុំស្ដាប់ពួកគេចោះពួកគេទៅតែនិយាយថាចង់កំចាត់ប៉ាខ្ញុំមេបញ្ជាការម៉ែនិយាយគ្នាហើយណាសម្រាប់យ៉ាងយូរីងហើយអ្នកត្រូវលែងលះយាយចាស់ផ្ទះអ្នកនោះហើយឲ្យខ្ញុំធ្វើជាប្រពន្ធធំល្អខ្ញុំយល់ព្រមដល់ពេលនោះខ្ញុំក៏អាចបានតំណែងមួយដែរលីសៀវម៉ាន់ឯងពិតជារស់សេចក្តីស្លាប់មែនខົບខិតជាមួយអ្នកក្រៅចង់សម្លាប់ប៉ាខ្ញុំលើកនេះឯងច្បាស់ជាគ្មានដីកប់មិនខានថៅកែរឿងថ្ងៃនេះអ្នកមិនត្រូវនិយាយចេញមួយម៉ាត់ទេបាទកូនស្រីច្បងកុំបារម្ភពូឆេសិនមើលទៅត្រូវរៀបចំទុកមុនហើយពិធីខួបកំណើតល្អខ្ញុំនឹងឲ្យពួកឯងមកជាប់អន្ទាក់ក្នុងពិធីខួបកំណើតនេះមើលទៅគាត់ពិតជាត្រូវលោកមេតបដកតំណែងហើយល្អណាស់អត់មានឆេសិនជាឧបសគ្គទេដល់ពេលនោះសម្រាប់មីថោកទៀបនោះសម្រាប់ពួកយើងគឺងាយដូចប្រែបាត់ដែរអញ្ចឹងបានហើយពួកយើងមិនអាចដោយសារតែមីថោកទៀបនោះធ្វើឲ្យខូចរឿងធំថ្ងៃនេះទេកូនស្រីច្បងចិត្តមកដល់ហើយបន្តិចទៀតត្រូវឆ្លាតបន្តិចកុំឲ្យខឹងដល់កូនស្រីច្បងឲ្យសោះអុយបងស្រីកុំបារម្ភអីខ្ញុំសង្ហាយ៉ាងនេះចុះបើកូនស្រីច្បងពិតជាលងស្នេហ៍ខ្ញុំតាំងពីជួបលើកដំបូងហើយបាននៅជាមួយគ្នាថ្ងៃក្រោយពួកយើងត្រូវហៅតាមឋានៈរៀងខ្លួនហើយឯងហៅខ្ញុំថាប្អូនខ្ញុំហើយឯងថាម៉ាក់អាល្អិតនេះមួយថ្ងៃចេះតែនិយាយលេងដឹងតែពីនិយាយលេងប្រពន្ធទី3រយៈពេលនេះដើម្បីទទួលកូនស្រីច្បងអ្នកពិតជាបានខិតខំច្រើនណាស់ទោះបីជាចុងក្រោយមិនបានទទួលនាងប៉ុន្តែក៏បានបង្ហាញពីទឹកចិត្តស្មោះត្រង់ដែរជឿថាកូនស្រីច្បងច្បាស់ជាមានការរំភើបចិត្តខ្លាំងមិនខានមែនហើយបន្តិចទៀតជួបកូនស្រីច្បងកុំភ្លេចជួយនិយាយល្អពីពួកយើងដែលជាមិត្តចាស់ផងណាបានកូនស្រីច្បងមកដល់សន្តាគារភីសហើយម៉ាក់មិនក៏ម៉ាក់មកទីនេះថ្ងៃនេះនៅទីនេះមិនមែនរៀបចំពិធីជប់លៀងទទួលកូនស្រីលោកមេតបទេអីខ្ញុំពិតជាត្រូវមកហើយលើកនេះអ្នកដែលបានអញ្ជើញសុទ្ធតែជាអ្នកមានមុខមានមាត់នៅសៀងហៃម៉ាក់ចាស់ហើយមិននៅផ្ទះឲ្យស្ងៀមទេមកទីនេះមិនមែនមករំខានពួកយើងទេអីពួកឯងទាំងពីរនេះពិតជាអត់ចិត្តមែនសៀវម៉ាន់កាលពីមុនផ្ទះយើងអត់លុយតែខ្ញុំខំចិញ្ចឹមពួកឯងធំប៉ុណ្ណេះឥឡូវឯងមានបានហើយបានរៀបការជាមួយលោកមេតបហ៊ានស្អប់ខ្ពើមខ្ញុំចាស់ហើយធ្វើឲ្យឯងខ្មាស់គេអូយម៉ាក់ពួកយើងមិនមានន័យបែបនេះទេគ្រាន់តែជាពិធីជប់លៀងមួយតើម៉ាក់ចង់ចូលរួមក៏ចូលរួមទៅអញ្ចឹងគ្រាន់បើសៀវម៉ាន់ខ្ញុំបានឮថាកូនស្រីច្បងម្នាក់នេះលោកមេតបស្រឡាញ់ខ្លាំងណាស់ឯងត្រូវតែរក្សាទំនាក់ទំនងល្អជាមួយនាងណា
កុំបារម្ភអីម៉ាក់ខ្ញុំយកចិត្តទុកដាក់នឹងកូនស្រីច្បងម្នាក់នោះណាស់ទោះយ៉ាងណាម៉ាក់នាងស្លាប់បាត់ទៅហើយថ្ងៃក្រោយខ្ញុំជាម៉ាក់បង្កើតនាងហើយអញ្ចឹងក៏ល្អបើតាមលំដាប់លំដោយកូនស្រីច្បងម្នាក់នេះត្រូវហៅខ្ញុំថាលោកយាយទៀតផងកូនស្រីភូមិគ្រឹះមេតបយ៉ាងយេងឈុនមកដល់ហើយនាងតែងតែរស់នៅឯបរទេសខ្ញុំគិតថាមានតែលោកម្ចាស់និងសាច់ញាតិជិតស្និទ្ធទេដែលដឹងថានាងមានរូបរាងបែបណាមេស្រីថោកទាបទីនេះគឺជាសន្តាគាររៀបរៀងជាកន្លែងដែលលោកម្ចាស់រៀបចំពិធីជប់លៀងស្វាគមន៍កូនស្រីរបស់គាត់តើនាងមកទីនេះធ្វើអ្វីខ្ញុំមកទីនេះព្រោះខ្ញុំមានហេតុផលរបស់ខ្ញុំអ្នកមិនបាននិយាយទេនេះជាពិធីជប់លៀងស្វាគមន៍ដែលលោកម្ចាស់រៀបចំសម្រាប់កូនស្រីគាត់ខ្ញុំពិតជាត្រូវតែមកហើយនាងឯងសម្ដែងមិនចេះចប់ទេមែនទេនាងពិតជាគិតថាគ្រាន់តែស្លៀកសម្លៀកបំពាក់សមរម្យនាងនឹងក្លាយជាកូនស្រីរបស់លោកម្ចាស់មែនទេសៀវម៉ាន់ក្មេងម្នាក់នេះមិនមែនជាកូនស្រីច្បងរបស់លោកម្ចាស់ទេមិនក៏កូននិយាយជាមួយនាងបែបនេះម៉ាក់កុំចាញ់បោកនាងគ្រាន់តែជាក្មួយស្រីនៅជនបទរបស់មន្ត្រីម្នាក់ប៉ុណ្ណោះពីមុននាងតែងតែធ្វើបាបខ្ញុំច្រើនដងថ្ងៃនេះខ្ញុំត្រូវតែចាត់ការនាងឲ្យបានមេស្រីថោកទាបខ្ញុំមិនទាន់ទៅចាត់ការនាងផងនាងបែរជាមកដល់ផ្ទះខ្ញុំទៅវិញអញ្ចឹងកុំបន្ទោសខ្ញុំដែលមិនគួរសមចំពោះនាងលោកស្រីទី3តាមពិតថ្ងៃនេះខ្ញុំមកសុំទោសលោកស្រីសុំទោសពីមុនមកសុទ្ធតែជាកំហុសរបស់ខ្ញុំដែលមើលមិនឃើញហើយធ្វើឲ្យលោកស្រីខឹងទាំងអស់នេះជាកំហុសខ្ញុំសង្ឃឹមថាលោកស្រីមិនប្រកាន់ខឹងនឹងខ្ញុំទេឥឡូវដឹងថាខ្លាចហើយមែនទេចង់ចុះចាញ់ហើយមែនទេគ្រាន់តែសុំទោសធម្មតាចង់ឲ្យពួកយើងលើកលែងឲ្យជីវិតថោកទាបរបស់នាងមែនទេនាងកំពុងតែយល់សប្តិហើយរឿងពីមុនខ្ញុំពិតជាខុសមែនខ្ញុំបានរៀបចំកាដូមួយសម្រាប់អ្នកដើម្បីសុំទោសអូខ្ញុំចង់ឃើញណាស់នាងជាអ្នកក្រដែលមានឋានៈទាបតើអាចជូនកាដូសម្រុំអ្វីខ្លះលីសៀវម៉ាន់ខ្សែកមួយនេះនាងមើលទៅធ្លាប់ឃើញទេខ្ញុំបានដេញវាចេញពីផ្ទះលោកម្ចាស់ហើយបោះវាចោលនៅតាមផ្លូវទុកឲ្យវារស់ឬស្លាប់ខ្លួនឯងនាងជាមនុស្សស្រីដែលមានចិត្តអាក្រក់សួយបានធ្វើអីនាងហេតុអ្វីបានជានាងធ្វើបែបនេះដាក់នាងលីសៀវម៉ាន់នាងភ្លេចហើយឬនៅពីមុននាងបង្ខំខ្ញុំឲ្យលុតជង្គង់សុំទោសកូនឆ្កែរបស់នាងយ៉ាងម៉េចខ្លះនោះគឺជាចំនួនរវាងយើងពីរនាក់តើវាមានពាក់ព័ន្ធអ្វីជាមួយសួយនាងគឺគ្មានកំហុសទេនាងគ្មានកំហុសទេលីសៀវម៉ាន់គឺដោយសារតែការបណ្តែតបណ្តោយរបស់នាងដែលធ្វើឲ្យសត្វឆ្កែដ៏កាចសាហាវរបស់នាងដើរអុកលុកពេញផ្ទះលោកម្ចាស់ហើយខំមនុស្សជាង10នាក់រហូតដល់ស្លាប់និងរបួសការដែលវាមានទីបញ្ចប់បែបនេះនៅពេលនេះវាពិតជាស័ក្តិសមនឹងទទួលបានណាស់នាងនិយាយកុហកសួយជាកូនប្រុសបង្កើតរបស់ខ្ញុំនាងហ៊ានធ្វើបាបវាបែបនេះថ្ងៃនេះខ្ញុំត្រូវតែសម្លាប់នាងអ្នកទាំងពីរចាប់នាងមកឲ្យខ្ញុំចង់ដឹងនរណាហ៊ានពួកឯងមើលឲ្យច្បាស់ខ្ញុំជាកូនស្រីច្បងរបស់លោកម្ចាស់នៅឈរថ្មឹងធ្វើអីទៀតប្រញាប់ចាប់នាងទៅលោកស្រីទី3តើលោកស្រីមិនកំពុងធ្វើឲ្យពួកយើងពិបាកទេនាងជាកូនស្រីច្បងរបស់លោកម្ចាស់តើពួកយើងហ៊ានប៉ះពាល់នាងយ៉ាងម៉េចទៅមនុស្សល្ងងមួយហ្វូងនាងមិនមែនជាកូនស្រីច្បងរបស់លោកម្ចាស់តតែសោះនាងគ្រាន់តែជាមនុស្សខ្លាំងៗប៉ុណ្ណោះបើនាងពិតជាខ្លាំងៗមែនហេតុអ្វីបានជានាងមានខ្សែដៃដូចលោកម្ចាស់បេះបិទអីចឹងខ្ញុំដឹងហើយនាងជាក្មួយស្រីរបស់ស៊ីស៊ុនខ្សែនោះច្បាស់ជាស៊ីស៊ុនលួចយកមកឲ្យនាងដើម្បីឲ្យនាងខ្លាញ់បន្លំជាកូនស្រីរបស់លោកម្ចាស់មិនខានតាមពិតគឺអញ្ចឹងសោះក្មេងស្រីនេះពិតជាក្លាហានណាស់មិនត្រឹមតែធ្វើឲ្យលោកស្រីទី3ខឹងនោះទេថែមទាំងហ៊ានខ្លាញ់បន្លំជាកូនស្រីរបស់លោកម្ចាស់ទៀតមែនហើយមើលទៅថ្ងៃនេះនាងច្បាស់ជាជួបគ្រោះថ្នាក់មេស្រីថោកទាបថ្ងៃនេះនាងធ្លាក់ក្នុងកណ្ដាប់ដៃខ្ញុំហើយខ្ញុំច្បាស់ជាធ្វើឲ្យនាងរស់មិនបានស្លាប់មិនរស់ជាមិនខានចាប់នាងមកឲ្យខ្ញុំឈប់សិនអ្នកទាំងអស់គ្នាពិតជាគិតថាអ្នកអាចញុះញង់នៅចំពោះមុខប៉ាខ្ញុំហើយគាត់នឹងខឹងពូស៊ីស៊ុនមែនទេតើអ្នកគិតថាគាត់នឹងជឿខ្ញុំដែលជាកូនស្រីឬគ្រាន់តែស្ដាប់ពាក្យរបស់អ្នកដែលជាប្រពន្ធចុងឬមួយក៏នាងពិតជាកូនស្រីរបស់លោកម្ចាស់មែនបងស្រីកុំស្ដាប់នាងនិយាយផ្ដេសផ្ដាសអីខ្ញុំគិតថាលោកម្ចាស់មិនបានដាក់ទោសស៊ីស៊ុនប្រហែលជាដោយសារតែមិត្តភាពជាច្រើនឆ្នាំរវាងពួកគេតើវាមានរឿងអ្វីពាក់ព័ន្ធជាមួយក្មេងស្រីនេះកុំចាញ់បោកនាងឲ្យសោះស៊ីស៊ុនឯងពិតជាមនុស្សរមើលគុណមែនលោកម្ចាស់បានលើកលែងទោសឲ្យជីវិតឆ្កែរបស់ឯងហើយឯងហ៊ានលួចខ្សែដៃគាត់ទៀតឲ្យក្មួយស្រីឯងមកក្លែងបន្លំជាកូនស្រីច្បងរបស់លោកម្ចាស់ពិតជាក្លាហានមែនខ្ញុំស្អីខ្ញុំ
ចាំបន្តិចទៀតលោកម្ចាស់មកដល់អ្នកនឹងត្រូវគេបាញ់សម្លាប់មិនខាន មនុស្សល្ងងមួយហ្វូងមេស្រីថោកទាបគុំគិតថាមានស៊ីស៊ុនជួយគ្រប់គ្រងនាងអាចធ្វើអ្វីក៏បានថ្ងៃនេះខ្ញុំត្រូវតែប្រដៅនាងឲ្យបាន ខ្លាញ់បន្លំជាកូនស្រីច្បងរបស់លោកម្ចាស់នាងហ៊ានវីនាងតើនាងពិតជាមិនខ្លាចលោកម្ចាស់ដាក់ទោសទេបានហើយស៊ីស៊ុនម៉ៃវាឯងចង់សម្ដែងដល់ពេលណានេះគឺជាមនុស្សខ្លាញ់ខ្លាយតើ សត្វចាប់ព្រៃនេះទោះបីជាខំប្រឹងយ៉ាងណាក៏ដោយក៏មិនអាចហើរឡើងទៅលើមែកឈើខ្លាចជាសត្វហង្សបានដែរតើអ្នកពិតជាគិតថាក្មួយស្រីនៅជនបទរបស់អ្នកគ្រាន់តែតែងខ្លួនបន្តិចបន្តួចអាចខ្លាញ់បន្លំជាកូនស្រីច្បងបានមែនទេបានហើយពូស៊ីស៊ុនគុំទៅឆ្លុះប្រកែកជាមួយពួកគេអីតើខ្ញុំពិតជាកូនស្រីច្បងរបស់លោកម្ចាស់មែនឬអត់បន្តិចទៀតនឹងដឹងហើយមេស្រីថោកទាបខ្ញុំពិតជាកោតសរសើរនាងមែនអត្តសញ្ញាណត្រូវបានគេលាតត្រដាងហើយនាងនៅតែធ្វើពុតជាមិនមានរឿងអ្វីកើតឡើងទៀតមើលទៅធម្មតានាងក៏បោកប្រាស់គេមិនតិចដែរមែនទេ បងគុំនិយាយច្រើនជាមួយនាងអីប្រញាប់ដេញនាងខ្លាញ់ខ្លាយនេះចេញទៅបើមិនអញ្ចឹងទេពេលកូនស្រីច្បងមកដល់នាងនឹងមិនសប្បាយចិត្តទេ ចូលព្រមពួកឯងទាំងប៉ុន្មានអ្នកមកជាមួយខ្ញុំខ្ញុំសូមប្រាប់ឲ្យហើយថ្ងៃនេះបើសិនជាគ្មានខ្ញុំទេពិធីជប់លៀងនេះក៏មិនអាចប្រព្រឹត្តទៅបានដែរមេស្រីថោកទាបនាងពិតជារស់សេចក្តីស្លាប់ខ្លួនឯងមែនហ៊ានបង្កបញ្ហានៅក្នុងពិធីជប់លៀងស្វាគមន៍កូនស្រីរបស់លោកម្ចាស់ថ្ងៃនេះទោះជាស្ដេចព្រះឥន្ទ្រមកក៏មិនអាចការពារនាងបានដែរលីសៀវម៉ាន់ខ្ញុំសូមទូនមានឲ្យនាងបារម្ភពីខ្លួនឯងទៅថ្ងៃនេះខ្ញុំនឹងសងនាងវិញរាប់រយពាន់ដងនៅការអាម៉ាស់ដែលនាងធ្លាប់ផ្ដល់ឲ្យខ្ញុំនិយាយល្អមិនស្ដាប់មែនទេត្រូវតែបង្ខំឲ្យអញដកកាំភ្លើងមែនទេនៅឲ្យស្ងៀមដាក់កាំភ្លើងចុះកូនស្រីខ្ញុំជាប្រពន្ធចុងទី3ឯងជាមន្ត្រីម្នាក់ហ៊ានវីនាងស៊ីស៊ុនឯងឈ្គួតទេដឹងហ៊ានបាញ់កាំភ្លើងក្នុងពិធីជប់លៀងស្វាគមន៍របស់កូនស្រីច្បងនេះគឺជាការមិនគោរពយ៉ាងធ្ងន់ធ្ងរចាំបន្តិចទៀតលោកម្ចាស់និងកូនស្រីច្បងមកដល់ពួកគេនឹងមិនលើកលែងឲ្យឯងទេបើលោកម្ចាស់និងកូនស្រីច្បងពិតជាចង់ដាក់ទោសមែនខ្ញុំស៊ីស៊ុនក៏ទទួលយកដែរមិនបាច់ឲ្យនាងមកបារម្ភទេលីសៀវម៉ាន់បើខ្ញុំចាំមិនខុសទេប៉ុន្មានថ្ងៃមុនខ្ញុំទើបតែទះកំភ្លៀងនាងហេតុអីនាងមិនព្រមចាំមិនក៏មកបង្កបញ្ហាទៀតមេស្រីតូចកុំក្រអឺតក្រទំពេកលោកម្ចាស់ចិត្តមកដល់ហើយដល់ពេលនោះចាំមើលគាត់ចាត់ការនាងយ៉ាងម៉េចបានតើឯងទៅរកលោកម្ចាស់ទៅខ្ញុំនឹងរងចាំឯងនៅទីនេះល្អបើឯងពូកែកុំទៅណាម៉ែវាឲ្យខ្ញុំចង់ឃើញណាស់តើនរណាហ៊ានបង្កបញ្ហានៅក្នុងពិធីជប់លៀងស្វាគមន៍កូនស្រីខ្ញុំបង្កបញ្ហាហើយថែមទាំងវាខ្ញុំទៀតលោកមើលទៅមុខខ្ញុំខូចអស់ហើយលោកម្ចាស់មេស្រីតូចនេះពិតជាក្រអឺតក្រទំពេកហើយនាងមិនមែនវីបងស្រីលោកទេនេះច្បាស់ជាវីមុខលោកហើយក្នុងរបស់ក្មេងស្រីនេះមិនក៏មើលទៅធ្លាប់ឃើញម្លេះលោកម្ចាស់លោកមិនទាន់ដឹងទេមែនទេគឺស៊ីស៊ុននេះឯងដែលបានលួចខ្សែដៃរបស់លោកដោយចិត្តណាឲ្យក្មួយស្រីនៅជនបទរបស់គាត់ខ្លាញ់បន្លំជាកូនស្រីច្បងមិនអាចទេស៊ីស៊ុនតាមខ្ញុំជាង10ឆ្នាំមកហើយគាត់ជាមនុស្សស្មោះត្រង់មិនអាចធ្វើរឿងលួចវក់វីបែបនេះបានទេលោកម្ចាស់ស្គាល់មុខមិនស្គាល់ចិត្តទេស៊ីស៊ុននៅក្បែរលោកលាក់ពុតយូរមកហើយប្រហែលជាដើម្បីថ្ងៃនេះក៏មិនដឹងខ្សែដៃរបស់ខ្ញុំពាក់នៅលើដៃយ៉ាងល្អសោះតើពួកឯងចោទប្រកាន់ស៊ីស៊ុនរឿងអីស្អីគេខ្សែដៃនោះច្បាស់ណាស់មិនមែនស៊ីស៊ុនលួចទេខ្ញុំដឹងហើយខ្សែដៃនោះច្បាស់ជាមេស្រីតូចនោះដើម្បីខ្លាញ់បន្លំជាកូនស្រីច្បងដោយចិត្តណាធ្វើខ្លាញ់ខ្លាយលោកម្ចាស់លោកមិនត្រូវលើកលែងឲ្យគាត់នឹងមេស្រីថោកទាបនោះទេពួកឯងកំពុងនិយាយផ្ដេសផ្ដាសអីនាងគឺនិយាយទៅឲ្យពួកគេនិយាយបន្តទៀតអាចឆ្កែឯងមិនសូវជាក្រអឺតក្រទុំទេអីកាលពីអំបញ្ញមិញឥឡូវទើបដឹងថាភ័យខ្លាចភ័យរហូតដល់មិនហ៊ានសំបីតែដកដង្ហើមលោកម្ចាស់គឺម្នាក់នេះហើយកាលពីមុនមកបង្កចំនួននៅតាមផ្លូវធ្វើឲ្យខ្ញុំមិនបានទៅទទួលអ្នកនាងធំឯងនិយាយថាម៉េចបើមិនមែនដោយសារនាងទេយើងច្បាស់ជាបានទទួលអ្នកនាងធំបាត់ទៅហើយអ្នកនាងធំក៏មិនត្រូវពួកក្មេងពាលទាំងនោះធ្វើបាបដែរ
ចប់ហើយនៅទូទាំងទីក្រុងសៀងហៃនរណាមិនដឹងថាលោកម្ចាស់ស្រឡាញ់កូនស្រីសំណប់ចិត្តរបស់គាត់បំផុតនោះនាងហ៊ានទៅរារាំងប្រពន្ធចុងទី3មិនឲ្យទៅទទួលអ្នកនាងធំត្រឡប់មកផ្ទះវិញមែនហើយថែមទាំងធ្វើឲ្យអ្នកនាងធំត្រូវគេវាយចូលមន្ទីរពេទ្យទៀតថ្ងៃនេះលោកម្ចាស់ច្បាស់ជានឹងបាញ់សម្លាប់នាងមិនខានចិត្តស្លាប់ទៅហើយឯងនៅហ៊ានសើចទៀតលោកប៉ាតើប៉ាគិតថាពួកគេគួរឲ្យចង់សើចទេថាម៉េចលោកប៉ាបងស្រីចប់ហើយក្មេងស្រីនោះតាមពិតជាកូនស្រីរបស់លោកម្ចាស់យើងច្បាស់ជាស្លាប់ហើយកុំភ័យអ្វីក៏ដោយខ្ញុំក៏ជាប្រពន្ធចុងទី3របស់ភូមិគ្រឹះលោកម្ចាស់ដែរឲ្យតែខ្ញុំពន្យល់ពីការយល់ច្រឡំឲ្យបានច្បាស់ខ្ញុំជឿថាអ្នកនាងធំនឹងលើកលែងទោសឲ្យពួកយើងអ្នកនាងធំនេះពិតជាទឹកជំនន់ជនលិចវិហារស្ដេចនាគមែនមនុស្សក្នុងគ្រួសារតែមួយបែរជាមិនស្គាល់គ្នាទៅវិញបើនាងប្រាប់ពីអត្តសញ្ញាណឲ្យបានលឿនជាងនេះពួកយើងក៏មិនមានការយល់ច្រឡំច្រើនបែបនេះដែរលីស៊ីវម៉ានខ្ញុំបានប្រាប់នាងតាំងពីយូរណាស់មកហើយនាងមិនជឿទេនាងថាខ្ញុំជាអ្នកបោកប្រាស់គឺមកពីខ្ញុំគ្មានភ្នែកមើលសោះសូមកុំប្រកាន់ខឹងនឹងខ្ញុំអីប្រពន្ធចុងទី3នាងពិតជាគិតថាសុំទោសធម្មតាហើយនិយាយលួងលោមពី3ម៉ាត់រឿងនេះអាចកន្លងផុតទៅបានឬកុំភ្លេចណាថានាងបានធ្វើបាបនិងប្រមាថអ្នកនាងធំយ៉ាងម៉េចខ្លះនៅក្នុងពិធីជប់លៀងអំបញ្ញមិញនេះប៉ាកូនមិនដែលប្រាប់ប៉ាទេតាមពិតលីស៊ីវម៉ានគឺជាស្ត្រីដែលបានវាយកូនឲ្យចូលមន្ទីរពេទ្យពីមុនហើយថែមទាំងបានប្រមាថកូនច្រើនលើកច្រើនសារទៀតផងអាចង្រៃតាមពិតគឺនាងជាអ្នកវាយកូនស្រីខ្ញុំឲ្យរបួសសោះលោកម្ចាស់បងស្រីខ្ញុំពិតជាមិនមានចេតនាទេលោកមើលចុះឥឡូវនាងក៏ទទួលទណ្ឌកម្មហើយសូមលោកលើកលែងឲ្យនាងម្ដងនេះទៅលោកម្ចាស់ពេលនោះខ្ញុំក៏ប្រញាប់ទៅទទួលគេដែរទើបមានចំនួនជាមួយអ្នកនាងធំដោយអចេតនាខ្ញុំពិតជាមិនមានចិត្តណាមែនទោះជានាងរកលេសអ្វីក៏ដោយនាងបានលើកដៃវីកូនស្រីខ្ញុំមិនអាចលើកលែងឲ្យនាងបានទេអ្នកនាងធំពីមុនមកគឺខ្ញុំខុសហើយសូមនាងជួយអង្វរលោកម្ចាស់ឲ្យខ្ញុំផងឲ្យតែនាងព្រមជួយលោកម្ចាស់ច្បាស់ជានឹងលើកលែងទោសឲ្យខ្ញុំមិនខានលីស៊ីវម៉ានកាលពីមុននាងបានប្រមាថខ្ញុំគ្រប់សពបែបយ៉ាងនៅតាមផ្លូវនិងក្នុងមន្ទីរពេទ្យស្ទើរតែឆក់យកជីវិតខ្ញុំទៅហើយឥឡូវចង់ឲ្យខ្ញុំជួយអង្វរនាងយល់សប្តិទៅបោះបង់ទៅលោកម្ចាស់យ៉ាងណាមិញប្រពន្ធទី3ក៏បានបម្រើលោកអស់ជាច្រើនឆ្នាំមកហើយដែរទោះគ្មានស្នាដៃក៏មានការនឿយហត់ដែរលោកគ្រាន់តែទុកជីវិតនាងទៅទុកនាងនៅភូមិគ្រឹះធ្វើជាអ្នកបម្រើទៅជីងស្វៀនតើកូនគិតថាការរៀបចំបែបនេះបានទេបានដោយសារតែប្រពន្ធចុងទី2បាននិយាយអង្វរហើយនោះខ្ញុំនឹងទុកមុខឲ្យចាស់ទុំចុះលីស៊ីវម៉ានឲ្យនាងស្លាប់ទៅបែបនេះវាហាក់ដូចជាថោកទាបពេកសម្រាប់នាងហើយចាំទៅដល់ភូមិគ្រឹះលោកម្ចាស់ខ្ញុំនឹងសងនៅការប្រមាថដែលពួកនាងធ្លាប់ធ្វើមកលើខ្ញុំឲ្យគុណនឹង100ដងវិញអរគុណលោកម្ចាស់អរគុណអ្នកនាងធំខ្ញុំដឹងហើយលោកម្ចាស់នៅមានមនោសញ្ចេតនាចំពោះខ្ញុំពេលដែលរឿងរ៉ាវស្ងប់ស្ងាត់លោកម្ចាស់ច្បាស់ជានឹងឲ្យខ្ញុំត្រឡប់ទៅក្បែរគាត់វិញមិនខានបងស្រីតើបងអាចយកចិត្តទុកដាក់បន្តិចបានទេបើយប់នេះបងមិនអាចយកឈ្នះលោកម្ចាស់បានទេយើងពិតជាត្រូវធ្វើជាអ្នកបម្រើអស់មួយជីវិតហើយឯងកុំបារម្ភអីខ្ញុំធានាថានឹងធ្វើឲ្យលោកម្ចាស់វង្វេងស្មារតីគាត់ច្បាស់ជានឹងលើកលែងទោសឲ្យខ្ញុំលោកម្ចាស់ថ្ងៃនេះក៏ល្ងាចណាស់ហើយទុកឲ្យខ្ញុំបម្រើលោកទៅសម្រាកចុះប្រពន្ធទី3មិនក៏ជានាងលោកម្ចាស់ពីមុនពិតជាខ្ញុំធ្វើមិនត្រូវមែនប៉ុន្មានថ្ងៃនេះខ្ញុំក៏បានរិះរិះពិចារណាយ៉ាងយកចិត្តទុកដាក់ហើយក៏បានដឹងពីកំហុសរបស់ខ្លួនឯងដែរសូមលោកលើកលែងទោសឲ្យខ្ញុំទៅលើកលែងទោសឲ្យនាងចាស់ខ្ញុំពិតជាដឹងខុសហើយឲ្យតែលោកអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅធ្វើជាប្រពន្ធចុងវិញខ្ញុំច្បាស់ជានឹងរស់នៅយ៉ាងល្អជាមួយអ្នកនាងធំហើយដាច់ខាតនឹងមិនមានចំនួនជាមួយនាងទៀតទេយីនឹងឯងគិតល្អម្លេះឯងវីកូនស្រីឯងដល់ខូចមុខមាត់អស់ហើយនៅគិតចង់ធ្វើជាប្រពន្ធចុងរបស់អញទៀតអីចេញឲ្យផុតពីមុខអញទៅបងស្រីឥឡូវគិតយ៉ាងម៉េចទៅកុំបារម្ភលោកម្ចាស់ពេលនេះគ្រាន់តែខឹងសិនទេចាំគាត់បាត់ខឹងគាត់ច្បាស់ជានឹងឲ្យខ្ញុំត្រឡប់ទៅក្បែរគាត់វិញមិនខាន
ឯងនិយាយថាម៉េចពីមុនទូនិយាយយ៉ាងណាក៏ខ្ញុំជាមនុស្សស្រីរបស់លោកម្ចាស់ដែរឯងគួរតែគោរពខ្ញុំបន្តិចទៅបានហើយវីរបុរសមិនរំលឹកពីភាពអង្អែលកាលពីមុនទេលីសៀវម៉ាននាងពិតជាគិតថាខ្លួនឯងនៅតែជាប្រពន្ធចុងរបស់លោកម្ចាស់មែនទេឥឡូវនេះនាងគ្រាន់តែជាអ្នកបម្រើថ្នាក់ទាបបំផុតនៅក្នុងភូមិគ្រឹះលោកម្ចាស់ប៉ុណ្ណោះវ៉ាងឈួយហ្វិននាងកុំមើលងាយគេពេកលោកម្ចាស់គ្រាន់តែធ្វើពុតដើម្បីបន្ធូរបន្ថយកំហឹងរបស់អ្នកនាងធំប៉ុណ្ណោះចាំដល់រឿងរ៉ាវស្ងប់ស្ងាត់ខ្ញុំនៅតែជាប្រពន្ធចុងទី3របស់ភូមិគ្រឹះលោកម្ចាស់ដែរបងស្រីខ្ញុំឥឡូវនេះគ្រាន់តែបាត់បង់អំណាចបណ្ដោះអាសន្នប៉ុណ្ណោះឯងហ៊ានប្រមាថគាត់បែបនេះចាំគាត់ត្រឡប់ទៅក្បែរលោកម្ចាស់វិញចាំមើលថាយើងនឹងចាត់ការឯងយ៉ាងម៉េចប្រពន្ធចុងទី3អំបញ្ញមិញខ្ញុំខុសហើយដែលបានប្រមាថលោកស្រីជាមនុស្សមានចិត្តទូលាយសូមកុំប្រកាន់ខឹងនឹងខ្ញុំអីបានហើយថ្ងៃក្រោយគ្រាន់តែរៀបចំការងារស្រាលឲ្យខ្ញុំធ្វើទៅបានហើយខ្ញុំមានរាងកាយទន់ខ្សោយធ្វើការងារធ្ងន់ទាំងនេះមិនបានទេខ្ញុំមិនហ៊ានឲ្យលោកស្រីធ្វើការទៅលោកស្រីកុំបារម្ភអីថ្ងៃក្រោយខ្ញុំនឹងគោរពលោកស្រីដូចជាព្រះពោធិសត្វដាច់ខាតមិនឲ្យបងប្អូនទាំងពីរនាក់ហត់នឿយសូម្បីតែបន្តិចឡើយអញ្ចឹងទៅផ្សំចាំខ្ញុំត្រឡប់ទៅក្បែរលោកម្ចាស់វិញនឹងមិនខ្វះផលប្រយោជន៍សម្រាប់ឯងទេគួរឲ្យស្ដាយណាស់មួយជីវិតនេះខ្លាចតែលោកស្រីគ្នាអត់ត្រឡប់ទៅក្បែរលោកម្ចាស់ទេទីនេះទីធ្លាក្រោយនេះរញ៉េញ៉ៃណាស់គឺជាកន្លែងសម្រាប់ពួកយើងអ្នកបម្រើស្នាក់នៅកុំឲ្យប្រឡាក់សម្លៀកបំពាក់របស់អ្នកនាងអីមិនប្រញាប់ទេខ្ញុំមកទីនេះគឺដើម្បីមកមើលប្រពន្ធចុងទី3របស់ខ្ញុំអ្នកនាងមើលចុះប្រពន្ធចុងទី3នៅទីនេះក៏មានការលំបាកបន្តិចដែរខ្ញុំពិតជាដឹងខុសហើយសូមនាងជួយនិយាយពាក្យល្អពីរបីម៉ាត់ឲ្យខ្ញុំទៅលោកម្ចាស់ផងឲ្យខ្ញុំត្រឡប់ទៅវិញទៅមែនហើយអ្នកនាងធំលោកស្រីជាមនុស្សមានចិត្តទូលាយសូមជួយពួកយើងផងពួកឯងឥឡូវនេះនៅមានមុខមកអង្វរឲ្យខ្ញុំជួយទៀតធ្វើជាអ្នកបម្រើមិនធ្វើការឬម៉ែវាងថ្ងៃក្រោយបើមានការងាររកខ្វក់នឹងហត់នឿយអ្វីប្រគល់ឲ្យពួកគេទាំងអស់ទៅចា៎អ្នកទាំងអស់គ្នារវល់ចុះខ្ញុំទៅមុនសិនហើយអ្នកនាងធំអញ្ជើញទៅចុះអ្នកទាំងពីរប្រញាប់បោសសម្អាតទីធ្លាឲ្យបានស្អាតទៅបើមិនដូច្នោះទេថ្ងៃនេះមិនបាច់ហូបបាយថ្ងៃត្រង់ទេអើយចាងជីងស្វៀននាងពិតជាគិតថាមានលោកម្ចាស់ជាក្នុងបង្អែកនាងអាចធ្វើអ្វីតាមអំពើចិត្តបានមែនទេនៅទីក្រុងសៀងហៃមិនមែនមានតែចាងយូធីងជាមេធំម្នាក់នោះទេនេះគឺនាងជាអ្នកបង្ខំខ្ញុំទេជីនខួយមួយសន្ទុះទៀតអញទៅផ្ដាំលោកអភិបាលមកយប់ស្អែកទៅអាគារជីហ្វឹងមួយជើងទៅខ្ញុំមានរឿងសំខាន់ត្រូវពិភាក្សាជាមួយគាត់បាទលោកម្ចាស់វ័យក្មេងចាងជីងស្វៀនលើកនេះខ្ញុំច្បាស់ជានឹងជន់ឈ្លីនាងនៅក្រោមបាតជើងធ្វើឲ្យនាងមិនអាចងើបមុខរួចជារៀងរហូតនៅតែមានភាពតាក់ទាញដូចដើមយើងជាមនុស្សច្បាស់លាស់មិននិយាយលាក់លៀមទេក្នុងនាមលោកស្រីជាប្រពន្ធចុងទី3របស់លោកម្ចាស់ទម្លាក់ខ្លួនមកជួបអភិបាលខេត្តដូចជាខ្ញុំតើមានការអ្វីដែរលោកអភិបាលមកុំនិយាយលេងអីខ្ញុំឥឡូវនេះលែងជាប្រពន្ធចុងទី3អីទៀតហើយខ្ញុំគ្រាន់តែជាអ្នកបម្រើម្នាក់នៅក្នុងភូមិគ្រីប៉ុណ្ណោះលោកអភិបាលកុំដាក់ខ្លួនពេកលោកគឺជាអភិបាលដែលមានអំណាចបំផុតនៅក្រោមការគ្រប់គ្រងរបស់លោកម្ចាស់មានកងទ័ពជិត 20,000 នាក់នៅក្រោមបង្គាប់អ្នកណាហ៊ានមើលងាយលោកទៅមែនហើយនៅទូទាំងទីក្រុងសៀងហៃតើនរណាមិនដឹងថាលោកមានភាពក្លាហានក្នុងការប្រយុទ្ធមានទាំងភាពក្លាហាននិងភាពវៃឆ្លាតគឺជាឧត្តមសេនីយ៍ដែលតែងតែទទួលបានជ័យជំនះរបស់លោកម្ចាស់បានហើយអ្នកទាំងពីរពាក្យបញ្ចូលទាំងនេះខ្ញុំស្ដាប់ច្រើនហើយអ្នកមានពាក្យអ្វីក៏និយាយត្រង់មកគុំមកនិយាយក្រឡេមក្រឡយនៅទីនេះលោកអភិបាលមកតាមពិតយើងហៅលោកមកទីនេះគឺចង់ប្រគល់ទ្រព្យសម្បត្តិនិងអំណាចដ៏មហាសាលដល់លោកអូគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំឥឡូវនេះក៏មានឋានៈក្រោមមនុស្សម្នាក់និងលើមនុស្ស10000នាក់ទៅហើយខ្ញុំចង់ដឹងណាស់ថាតើអ្នកអាចប្រគល់ទ្រព្យសម្បត្តិនិងអំណាចអ្វីដល់ខ្ញុំនោះក៏នៅតែជាកូនចៅរបស់គេដែលលោកអភិបាលមកតើលោកមិនចង់កំចាត់ចាងយូធីងហើយធ្វើជាស្ដេចនៃទីក្រុងសៀងហៃដោយខ្លួនឯងទេពួកអញហ៊ានឲ្យខ្ញុំក្បត់គាត់ឬវាគ្រាន់តែជាការគិតស្រមើស្រមៃប៉ុណ្ណោះលោកអភិបាលកុំខឹងអីបើមិនសម្លាប់ចាងយូធីងតាមមួយជីវិតនេះលោកពេលណាទើបអាចឡើងឋានៈជាបន្តបន្ទាប់ហើយក្លាយជាអ្នកដឹកនាំកម្ពុជាបានពួកយើងពិតជាគិតគូរពីអនាគតរបស់លោកមែនពិតមាត់ខ្ញុំមកចុងឆាងមានភាពស្អាតស្អំពេញមួយជីវិតដាច់ខាតមិនធ្វើជាមនុស្សរមិលគុណនិងក្បត់ពាក្យសច្ចៈបែបនេះទេពួកឯងបោះបង់គំនិតនេះចោលទៅបងស្រីតើបងគិតចេញគំនិតអាក្រក់អីនឹងគេលោកអភិបាលមកមិនចង់ក្បត់លោកម្ចាស់សោះឡើយឯងកុំភ័យគាត់ខ្លាចថាយើងកំពុងសាក់លបងគាត់ទេឯងនិយាយការពិតទៅលោកអភិបាលខ្ញុំក៏មិនលាក់បាំងនឹងលោកទៀតដែរឥឡូវនេះខ្ញុំលែងជាទីពេញចិត្តទៀតហើយឋានៈនៅក្នុងភូមិគ្រីស្ទក៏មិនស្មើនឹងអ្នកបម្រើម្នាក់ផងលោកកុំបារម្ភអីមិនមែនលោកម្ចាស់ឲ្យខ្ញុំមកសាកល្បងលោកទេលោកនៅក្មេងបែបនេះតើលោកពិតជាចង់នៅក្រោមបង្គាប់ចាងយូធីងរហូតមែនទេឲ្យតែលោកព្រមចុះដៃខ្ញុំអាចធ្វើជាខ្សែខាងក្នុងឲ្យលោកបានដល់ពេលនោះចាងយូធីងច្បាស់ជាស្លាប់មិនខានល្អណាស់អញ្ចឹងអ្នកសាកនិយាយមកមើលតើអ្នកចង់ធ្វើបែបណា
អ្នកនាងធំសូមអញ្ជើញចូលខាងក្នុងបន្ទប់ឯកជនបានរៀបចំទុកសម្រាប់អ្នកនាងរួចរាល់ហើយអែមលោកអភិបាលគុំធ្វើបែបនេះអីគួរឲ្យស្អប់ណាស់យើងនិយាយគ្នាច្បាស់ហើយណាដល់ពេលសម្រាប់ចាងយីធីងហើយលោកត្រូវតែលែងលេះយាយចាស់ចំណាស់នៅផ្ទះលោកហើយឲ្យខ្ញុំធ្វើជាប្រពន្ធធំបានខ្ញុំសន្យានឹងអូនម៉ាចុងឆាងគាត់ហ៊ានត្រូវរើគ្នាជាមួយលីសៀវម៉ានហើយនៅចង់ធ្វើឃាតប៉ាខ្ញុំទៀតសៀវម៉ាននៅក្បែរចាងយីធីងតែងតែមានកងការពីជានិច្ចការពីយ៉ាងតឹងរឹងពួកយើងប្រហែលជាពិបាកនឹងរ៉ាដៃហើយមែនហើយឱកាសមានតែម្ដងគត់ប្រសិនបើពួកយើងធ្វើឃាតបរាជ័យដល់ពេលនោះចាងយីធីងច្បាស់ជាតាមចាប់ពេញទីក្រុងដល់ពេលនោះពួកយើងច្បាស់ជាចាប់មិនខានមេតបខ្ញុំបានរៀបចំផែនការរួចហើយប៉ុន្មានថ្ងៃទៀតគឺជាពិធីជប់លៀងខួបកំណើតរបស់ចាងជីងស្វៀនចាងយីធីងច្បាស់ជាបន្ធូរបន្ថយការប្រុងប្រយ័ត្នពួកយើងអាចដាក់កងទ័ពពួនស្ទាក់នៅសន្តាគារសន្តិភាពជាមុនដល់ពេលនោះច្បាស់ជាអាចចាប់គាត់បានក្នុងពេលតែមួយល្អធ្វើតាមនឹងចុះលោកមេតបមកអញ្ចឹងសូមជូនពរឲ្យផែនការពួកយើងរលូនជោគជ័យតាមបំណងចូលមួយលីសៀវម៉ាននាងហ៊ានរួមគំនិតជាមួយអ្នកក្រៅធ្វើឃាតប៉ាខ្ញុំអញ្ចឹងកុំបន្ទោសខ្ញុំថាមិនយោគយល់ឲ្យសោះកូនចង់នៅកំដរលោកប៉ារហូតគោរពគុតគង់លោកប៉ាឲ្យបានល្អកូនស្រីប៉ាក៏មិនដាច់ចិត្តពីកូនដែរបើកូនមើលឃើញកំឡុកផ្ទះណាឲ្យគេមករស់នៅផ្ទះមេតបយើងមកលោកមេតបពួកយើងក៏មិនអាចបង្ខំគេដែរត្រូវមើលថាគេព្រមឬអត់ផងម្ដាយវីចុះអ្នកណាមិនព្រមអញនឹងបាញ់វីចោលមួយគ្រាប់លោកមេតបលោកពិតជាចេះនិយាយលេងមែនពេញទាំងសៀងហៃតើអ្នកណាហ៊ានមិនទុកមុខឲ្យលោកនោះមិនមែនរកងាប់ទេឲ្យពួកគេមករស់នៅផ្ទះមេតបធ្វើជាកូនប្រសារនោះគឺជាកិត្តិយសរបស់ពួកគេហើយមិនខុសទេចាងយីធីងលោកមានអំណាចមិនបានយូរទេក្នុងពិធីជប់លៀងខួបកំណើត3ថ្ងៃទៀតខ្ញុំនឹងឲ្យលោកស្លាប់គ្មានកន្លែងកប់ខ្មោចហើយនៅតែធ្វើទារុណកម្មកូនស្រីបណ្ដូលចិត្តលោកនៅចំពោះមុខលោកទៀតប៉ាកូនគិតមើលទៅឬមួយពិធីជប់លៀងខួបកំណើតនេះកុំរៀបចំអីល្អជាងប៉ាឥឡូវក្នុងស្រុកមានសង្គ្រាមមិនឈប់អ្នកភៀសខ្លួននៅខាងក្រៅច្រើនណាស់សូម្បីតែបាយក៏គ្មានហូបពួកយើងនៅរៀបចំពិធីជប់លៀងខ្ជះខ្ជាយបែបនេះវាហាក់ដូចជាហឺហាពេកហើយមែនហើយលោកមេតបអ្នកគ្រប់គ្នាដឹងថាលោកតែងតែស្រឡាញ់ប្រជារាស្ត្រដូចកូនប្រសិនបើលុយទាំងនេះសន្សំទុកអាចជួយសង្គ្រោះអ្នកភៀសខ្លួនបានច្រើនណាស់លោកមេតបពិធីជប់លៀងខួបកំណើតនេះត្រូវតែរៀបចំលោកបានជូនដំណឹងដល់អ្នកមានមុខមាត់ទាំងអស់នៅសៀងហៃហើយតើអាចលុបចោលភ្លាមយ៉ាងម៉េចទៅមែនហើយលោកមេតបបើមិនអញ្ចឹងទេអ្នកខាងក្រៅច្បាស់ជានិយាយថាលោកក្រឡាស់សម្ដីវានឹងប៉ះពាល់ដល់កិត្តិយសរបស់លោកលីសៀវម៉ានអ្នកទាំងពីរអ្នកបងប្អូនហាក់ដូចជាចង់ឲ្យប៉ាខ្ញុំទៅចូលរួមពិធីជប់លៀងខួបកំណើតនេះខ្លាំងណាស់ឬមួយក៏មានល្បិចកលអីលាក់កំបាំងអ្នកនាងធំអ្នកនាងពិតជាទម្លាក់កំហុសឲ្យខ្ញុំហើយខ្ញុំធ្វើនេះដើម្បីតែលោកមេតបទេលោកមេតបមើលចុះនាងគឺមានចិត្តណាមិនល្អបានហើយជីងស្វៀនប៉ាបានជូនដំណឹងដល់អ្នកមានមុខមាត់ទាំងអស់ជាមុនរួចហើយពិធីជប់លៀងខួបកំណើតលើកនេះគឺរៀបចំតាមធម្មតាចុះចំណែកអ្នកភៀសខ្លួនប៉ានឹងបញ្ជាឲ្យខាងកណេឲ្យបញ្ចេញមូលនិធិពិសេសទៅជួយសង្គ្រោះអ្នកភៀសខ្លួននៅខាងក្រៅមិនឲ្យពួកគេដាច់ពុះទេប៉ាកូនមិនយល់ទេហេតុអ្វីពិធីជប់លៀងខួបកំណើតនេះត្រូវតែរៀបចំជីងស្វៀនប៉ុន្មានឆ្នាំនេះប៉ាតែងតែស្ដាប់តាមនិងយល់ព្រមតាមកូនគ្រប់យ៉ាងពិធីជប់លៀងខួបកំណើតលើកនេះទុកឲ្យប៉ាសម្រេចម្ដងចុះថ្ងៃក្រោយកូននឹងយល់ពីទឹកចិត្តរបស់ប៉ាក៏បានយប់ជ្រៅហើយប៉ានិងម្ដាយចុងទី2កូនសុំទៅសម្រាកសិនហើយអនុហ្វេនៃស្វ័យមកទីនេះបន្តិចមានរឿងអីអ្នកនាងធំពិធីជប់លៀងខួបកំណើតថ្ងៃស្អែកមានមនុស្សចម្រុះខ្លាចក្រែងមានអ្នកចង់ធ្វើអាក្រក់លើប៉ាខ្ញុំលោកទៅបញ្ជាកងវ៉ូសេនាទូតការពារនៅក្រៅក្រុងឲ្យពួនស្ទាក់នៅក្បែរសន្តាគារសន្តិភាពប្រសិនបើខ្ញុំផ្លុំកញ្ចែនេះលោកត្រូវនាំមនុស្សចូលមកទាំងអស់បាទលីសៀវម៉ានបើនាងចង់ស្លាប់អញ្ចឹងខ្ញុំនឹងសម្រេចបំណងឲ្យនាងលោកមេតបអង្គរៈទាំងនោះត្រូវបានចាត់ការជាសម្ងាត់អស់ហើយទីហ៊ាននៅខាងក្រៅក៏បានពួនស្ទាក់រួចរាល់ដែរថ្ងៃនេះច្បាស់ជាធ្វើឲ្យចាងយីធីងនិងចាងជីងស្វៀនមកហើយគ្មានផ្លូវត្រឡប់វិញមើលលីសៀវម៉ាននិងម៉ាចុងឆាងមានរោគពីលាក់លៀមបែបនេះប្រហែលជាចិត្តរ៉ាដៃហើយអ្នកទាំងអស់គ្នាអរគុណខ្លាំងណាស់ដែលបានទុកមុខឲ្យខ្ញុំមកចូលរួមពិធីជប់លៀងខួបកំណើតកូនស្រីខ្ញុំនៅសន្តាគារសន្តិភាពខ្ញុំក៏មិននិយាយអ្វីច្រើនដែរអ្នកទាំងអស់គ្នាកុំគួរសំអីញ៉ាំឲ្យឆ្អែតផឹកឲ្យសប្បាយចប់ហើយល្អជាការពិតណាស់ថ្ងៃនេះខ្ញុំរៀបចំពិធីជប់លៀងខួបកំណើតនេះក៏ចង់រកកូនប្រសារប្រុសឲ្យផ្ទះមេតបយើងដែរបានហើយលោកមេតបលោកកុំនិយាយរឿងឥតប្រយោជន៍ទៀតអីថ្ងៃនេះខ្ញុំមានរឿងចង់ពិភាក្សាជាមួយលោកបន្តិចលះបង់តំណែងឲ្យអ្នកដែលមានសមត្ថភាពឲ្យបងប្អូនសាកល្បងរសជាតិម្ដងមកចុងឆាងអញផឹកទឹកនំសេះអស់ប៉ុន្មានគីឡូហើយមិនដឹងខ្លួនឯងជាអ្នកណាទេមែនទេឆាប់ចេញទៅក្រៅបន្សាបជាតិស្រាទៅ
ថ្ងៃនេះអញមិនប្រកាន់នឹងអញទេចាងយីធីងម៉ែវីចុះអញកំពុងនិយាយជាមួយអ្នកណាអញគិតថាអញកំពុងនិយាយលេងជាមួយអញមែនទេ លោកពូម៉ាប៉ុន្មានឆ្នាំនេះបើគ្មានការលើកស្ទួយនិងការមើលថែពីប៉ាខ្ញុំទេតើលោកអាចឡើងបុណ្យស័ក្តិធ្វើជាមេតបបានទេឥឡូវលោកឆ្លងស្ពានរួចរុះស្ពានចោលបែបនេះហាក់ដូចជារមើលគុណពេកហើយដឹង ក្មួយស្រីពូក៏គ្មានជំរឿដែរដូចពាក្យគេថាមនុស្សបើមិនគិតពីខ្លួនឯងទេវតានឹងកំទេចចោលបើពូមិនសម្លាប់ប៉ាក្មួយទេតើដល់ពេលណាទើបពូអាចធ្វើជាមេតបធំបានទៅម៉ែវីចុះអញត្រូវតែបាញ់សម្លាប់អាចឆ្កែចប់ភ្នែកស្នេះទីហ៊ានការពារចាងយីធីងអញសុំណែនាំឯងកុំខាត់កម្លាំងអីទីហ៊ានការពាររបស់ឯងត្រូវអញចាត់ការអស់តាំងពីយូរហើយបងប្អូនចេញមកឯងគិតថាបើមិនប្រគល់តំណែងមេតបឲ្យទេឯងនៅអាចរស់ចេញទៅក្រៅបានទេប្រកាសណាស់គឺពឹងលើពួកយើងហើយនាមត្រកូលចាងរសជាតិដែលត្រូវមនុស្សជិតស្និទ្ធបំផុតក្បត់មិនស្រួលទេមែនទេមកចុងឆាងខ្ញុំថាម៉េចបានជាអញស្រាប់តែចង់ប៉ះបោតាមពិតគឺតាក់ទងជាមួយចារកិច្ចក្នុងផ្ទះខ្ញុំរួចហើយចង់ត្រូវរកគ្នាស៊ីខាងក្នុងខាងក្រៅនឹងឯងចាងយីធីងទាំងអស់នេះគឺលោកជាអ្នករកខ្លួនឯងទេបើមិនមែនដោយសារលោកបណ្ដោយឲ្យចាងជីងស្វៀនប្រមាថខ្ញុំគ្រប់សពបែបយ៉ាងតើចាំបាច់អីខ្ញុំធ្លាក់ដល់ស្ថានភាពថ្ងៃនេះបងស្រីខ្ញុំឥឡូវបានពឹងផ្អែកលើលោកមេតបមកហើយថ្ងៃក្រោយគឺលោកជំទាវមេតបថ្មីចំណែកពួកឯងក្រោយពីថ្ងៃនេះទៅប្រហែលជាត្រូវលុបឈ្មោះចេញពីសៀងហៃហើយហាហាហាបានថ្ងៃនេះខ្ញុំចាស់ចាំងព្រមចាញ់ដោះលែងកូនស្រីខ្ញុំលះបង់តំណែងឲ្យអ្នកមានសមត្ថភាពប៉ាមិនបាច់ទេឲ្យតែមានកូននៅពួកគេមិនអាចប៉ះពាល់ប៉ាបានទេបានហើយចាងជីងស្វៀននាងនៅតែគិតថាខ្លួនឯងជាអ្នកនាងធំខ្ពង់ខ្ពស់មែនទេដល់ពេលនេះហើយនាងនៅហ៊ានរឹងមាត់ទៀតថ្ងៃនេះពួកឯងស្លាប់មិនខានអូអញ្ចឹងគាត់នៅមានកងទ័ព100,000នាក់បោះជំរំនៅក្រៅក្រុងទៀតចុះយ៉ាងម៉េចទឹកឆ្ងាយមិនអាចពន្លត់ភ្លើងចិត្តបានទេឥឡូវនៅក្បែរពួកឯងគ្មានមនុស្សម្នាក់សោះអញសម្លាប់ពួកឯងងាយស្រួលជាងច្របាច់ស្រមោចមួយទៅទៀតមិនខុសទេចាំលោកមេតបមកសម្លាប់ប៉ានាងហើយកងទ័ពធំនៅក្រៅក្រុងគ្មានមេដឹកនាំក៏មានតែព្រមចុះចាញ់តែប៉ុណ្ណោះដល់ពេលនោះលោកមេតបមកគឺជាមេតបធំថ្មីលីសៀវម៉ានេះពិតជាមានល្បិចកលជ្រៅមែនហ៊ានរួមគំនិតជាមួយមេតបមករៀបចំផែនការធ្វើឃាតលោកមេតបចាំងទៀតមែនហើយមើលទៅលោកមេតបនិងកូនស្រីថ្ងៃនេះប្រហែលជាត្រូវចប់ត្រឹមនេះហើយលីសៀវម៉ានខ្ញុំសូមណែនាំនាងកុំទាន់អពេកកណ្ដូបចាប់ស៊ីរ៉ៃសិតចាប់នៅចាំពីក្រោយនាងពិតជាគិតថាផែនការអាក្រក់របស់នាងអាចសម្រេចបានមែនទេចាងជីងស្វៀនចិត្តស្លាប់ដល់ហើយនៅតែធ្វើជាស្ងប់ស្ងាត់ទៀតនាងមានល្បិចត្រឡប់សាច់រឿងអ្វីបញ្ចេញមកឲ្យអស់មកឡថ្ងៃនេះខ្ញុំនឹងឲ្យនាងមើលថាអ្នកណាទើបជាអ្នកចិត្តស្លាប់ដល់ពិតប្រាកដទូចាននេះមានរឿងអីកងទ័ពរបស់ចាងយូធីងមិននៅក្រៅក្រុងទេមិនបានមកលេចមុខនៅទីនេះអញសួរយើងធ្វើអីតើយើងដឹងដោយរបៀបណាខ្ញុំបានដឹងតាំងពីយូរមកហើយថាអ្នកនឹងលួចធ្វើឃាតឪពុករបស់ខ្ញុំដូច្នេះហើយទើបខ្ញុំបញ្ជូនកងយាមមកទីនេះជាពិសេសដើម្បីការពារសុវត្ថិភាពរបស់គាត់មិនអាចទេពេលពិភាក្សាពីផែនការលួចធ្វើឃាតមានតែពួកយើង3នាក់ប៉ុណ្ណោះនៅទីនោះតើអ្នកដឹងដោយរបៀបណាបំបន្ទោសក៏ត្រូវតែបន្ទោសភាពល្ងងខ្លៅរបស់អ្នកដែររឿងធ្វើឃាតលោកមេតបធំបែបនេះពួកឯងហ៊ានពិភាក្សាគ្នានៅក្នុងភោជនីយដ្ឋានយ៉ាងចំហទៀតខ្លាចគេមិនដឹងមែនទេចាងជីងស្វាននាងស្រីថោកទាបពីមុនឯងប្រឆាំងនឹងយើងប៉ុន្មានដងហើយក៏ហីចុះឥឡូវនេះហ៊ានមកបំផ្លាញផែនការរបស់ខ្ញុំទៀតទូចានកុំភ័យយើងនៅមានបងប្អូនច្រើនណាស់បើពិតជាវីគ្នាយើងប្រកាសជាមិនចាញ់ទេពិតមាត់អញដឹងពីអ្វីដែលត្រូវធ្វើលោកមេតបខ្ញុំខុសហើយសូមលោកយោគយល់ដល់ការដែលខ្ញុំនៅជាមួយលោកស៊ូស្លាប់ស៊ូរស់ប៉ុន្មានឆ្នាំនេះអត់ទោសឲ្យខ្ញុំម្ដងទៅ
ខ្ញុំគ្រាន់តែក្លាហានមិនមែនល្ងងទេកងទ័ពរបស់លោកមេតបមានច្រើនជាងយើងច្រើនដងណាស់តើការតស៊ូមានប្រយោជន៍អ្វីមិនស្មើនឹងការស្វែងរកសេចក្តីស្លាប់ទេលោកមេតបគឺខ្ញុំវង្វេងស្មារតីទៅធ្វើរឿងល្ងងខ្លៅបែបនេះសូមលោកអត់ទោសឲ្យពួកយើងម្ដងទៅមែនហើយលោកមេតបពួកយើងមិនហ៊ានទៀតទេនៅថ្ងៃក្រោយបានរឿងនេះខ្ញុំនឹងសម្រេចចិត្តជំនួសឪពុកខ្ញុំឲ្យតែពួកឯងប្រាប់ថាអ្នកណាជាមេគំនិតខ្ញុំអាចអនុញ្ញាតឲ្យពួកឯងរស់បានគឺគាត់គឺមកចង់ឆាំងបង្ខំឲ្យខ្ញុំធ្វើបែបនេះទេលោកមេតបលោកត្រូវតែជឿខ្ញុំមិនដែលគិតចង់ក្បត់លោកទេឯងនិយាយឈួតអីលីសៀវម៉ាន់គឺអញទេដែលជាអ្នកលួងលោមអញមុនហើយញុះញង់ឲ្យអញមកធ្វើឃាតលោកមេតបធំនោះមកចង់ឆាំងឯងគួរតែឆ្លោះកញ្ចក់មើលខ្លួនឯងផងមុខមាត់អាក្រក់ដូចឯងនេះយើងទៅលួងលោមឯងកុំមកមួលបង្កាច់យើងនៅទីនេះបើមានសមត្ថភាពយកភស្តាំងមកលីសៀវម៉ាន់ដោយសារឯងមិនមានការយោគយល់ក៏គុំបន្ទោសអញឯងមិនចង់បានភស្តាំងទេអញនឹងឲ្យឯងពេលអញនឹងលីសៀវម៉ាន់លួចតាក់ទងគ្នាអញបានឃើញផ្ទាល់ភ្នែកថានាងមានសម្លាកពីកំណើតធំប៉ុនកណ្ដាប់ដៃនៅលើគូតរបស់នាងរឿងអាស្រូវដែលមិនអាចឲ្យគេដឹងអ្នកនាងធំសូមស្ដាប់ខ្ញុំពន្យល់សិនមានអ្វីត្រូវពន្យល់ទៀតឥឡូវនេះមានទាំងសាក់សីនិងភស្តុតាងតើឯងនៅចង់ប្រកែកទៀតឬពិតជាក្បត់មេឃមែនហ៊ានបំពាក់មួកពណ៌បៃតងក្បត់ចិត្តឲ្យតាចាងរបស់ខ្ញុំទៀតលែងចង់រស់ហើយមែនទេលោកមេតបខ្ញុំពិតជាដឹងខុសហើយសូមលោកអត់ទោសឲ្យខ្ញុំទៅចេញទៅស៊ីសុននាំពួកអាថោកទាបទាំងពីរនេះទៅឃុំក្នុងគុកទៅជីងស្វានកាលពីម្សិលមិញនៅឯពិធីជប់លៀងថ្ងៃកំណើតសំណាងហើយដែលមានកូនបើមិនដូច្នោះទេតាចាងម្នាក់នេះប្រហែលជាត្រូវបាត់បង់ជីវិតនៅសន្តាគារសន្តិភាពបាត់ទៅហើយកូនស្រីខ្លាក្នុងត្រកូលអ្នកចម្បាំងអ្នកនាងធំពិតជាស័ក្តិសមជាកូនស្រីរបស់លោកមេតបធំមែនពិតជាមានភាពក្លាហាននិងឆ្លាតវៃប៉ាតើប៉ាគម្រោងចាត់ការបងប្អូនលីសៀវម៉ាន់យ៉ាងដូចម្ដេចយ៉ាងណាមិញលីសៀវម៉ាន់បាននៅជាមួយខ្ញុំអស់ជាច្រើនឆ្នាំមកហើយទុកជីវិតឆ្កែរបស់ពួកគេចុះគ្រាន់តែឃុំឃាំងពួកគេនៅក្នុងគុកជារៀងរហូតទៅចាសលោកមេតបមិនស្រួលទេលីសៀវម៉ាន់និងលីជីនខួយបានរត់គេចចេញពីគុកបាត់ទៅហើយស្អីគេប្រកាសជាលីជីនខួយនាំលីសៀវម៉ាន់រត់គេចតាមទ្វារក្រោយទៅចេញដីកាតាមចាប់ខ្លួនឲ្យខ្ញុំស្វែងរកទូទាំងទីក្រុងសៀងហៃទោះបីជាត្រូវជីកដីជម្រៅ3ជើងក៏ដោយក៏ត្រូវតែចាប់ពួកគេមកវិញឲ្យបានប៉ាមិនចាំបាច់ពិបាកបែបនេះទេពួកយើងគ្រាន់តែទៅកាន់ផៃជីនលីយៀនទៅបានហើយជីងស្វានពួកយើងមិនគួរស្វែងរកពេញទីក្រុងទេទៅផៃធ្វើអីឥឡូវនេះទូទាំងទីក្រុងសៀងហៃគ្មានកន្លែងសម្រាប់នាងជ្រកកន្ទេប្រសិនបើនាងចង់រត់គឺមានតែទៅផៃជីនលីយៀនប៉ុណ្ណោះអ្នកនាងធំអ្នកវិភាគត្រូវណាស់ស៊ីសុនហើយកងយាមទៅកាន់ផៃជីនលីយៀនពួកមនុស្សល្ងងនៅវិមានមេតបប្រហែលជាពេលនេះកំពុងតែស្វែងរកយើងពេញទីក្រុងហើយពួកគេប្រកាសជានឹកស្មានមិនដល់ទេថាយើងនឹងជិះទូកទៅបរទេសក្នុងពេលឆាប់នេះបងស្រីយកដុំមាសនិងគ្រឿងអលង្ការដែលបងសន្សំបានប៉ុន្មានឆ្នាំនេះទៅបរទេសពួកយើងនៅតែអាចធ្វើជាអ្នកមានរស់នៅដោយសុខស្រួលដែរបំបន្ទោសគឺបន្ទោសនាងចាំងជីងស្វាននោះទូទៅដល់បរទេសក៏ខ្ញុំត្រូវរកមនុស្សទៅសម្លាប់នាងឲ្យបានដែរបានហើយបងស្រីរឿងសងសឹកចាំយើងនិយាយគ្នានៅពេលក្រោយប្រញាប់ទៅលីសៀវម៉ាន់តើឯងចង់ទៅណាមិនអាចទេតើឯងដឹងដោយរបៀបណាថាយើងនឹងមកផៃជីនលីយៀនយើងមិនបានប្រាប់នរណាម្នាក់តតែសោះលីសៀវម៉ាន់ឯងពិតជាគិតថាមានតែឯងដែលឆ្លាតហើយអ្នកផ្សេងសុទ្ធតែជាមនុស្សល្ងងឬឥឡូវនេះទូទាំងទីក្រុងត្រូវបានបិទប្រសិនបើឯងចង់រត់ចេញពីទីក្រុងសៀងហៃគឺមានតែមកផៃប៉ុណ្ណោះពួកយើងគ្រាន់តែនៅទីនេះរងចាំចាប់ទន្សាយប៉ុណ្ណោះចាំងជីងស្វាននាងស្រីថោកទាបយើងត្រូវបានឯងបង្ខំដល់ថ្នាក់នេះទៅហើយហេតុអ្វីក៏ឯងនៅតែចង់តាមសម្លាប់យើងទៀតធ្វើអាក្រក់ច្រើនច្បាស់ជាវិនាសដោយខ្លួនឯងខ្ញុំមិនដែលគិតចង់សម្លាប់ឯងឲ្យផុតពូជទេខ្ញុំគ្រាន់តែចង់ឲ្យឯងទទួលទោសដែលឯងគួរទទួលបានប៉ុណ្ណោះលីសៀវម៉ាន់ដោយយោគយល់ដល់មនោសញ្ចេតនាពីមុនអញនៅតែចង់ទុកផ្លូវរស់ឲ្យឯងដោយសារឯងមិនព្រមកែប្រែក៏គុំបន្ទោសថាតាចាងមិនទុកមុខអូវាទៅបាញ់ចោលទៅអរគុណលោកមេតបពិតជាព្រះរស់មែនប៉ុន្មានឆ្នាំមកនេះទីក្រុងសៀងហៃបានផ្លាស់ប្ដូររដ្ឋាភិបាលយោធា4ទៅ5ដងទៅហើយនេះជាលើកទី1ហើយដែលខ្ញុំបានឃើញលោកមេតបធំផ្ទាល់ចុះតាមដងផ្លូវដើម្បីចែកស្បៀងសង្គ្រោះ
ហើយលោកមេតបចាំងម្នាក់នេះទោះបីជាគាត់មានចរិតឆេវឆាវបន្តិចប៉ុន្តែគាត់ស្រឡាញ់ប្រជាជនដោយកូនចៅមិនដូចពួកមេតបឆ្កែដែលគៀបសង្កត់ប្រជាជននោះទេជាងស្វានការចំណាយពេលចែកស្បៀងសង្គ្រោះប្រជាជនរងគ្រោះនេះពិតជាមានន័យជាងការធ្វើសង្គ្រាមដណ្ដើមទឹកដីទៅទៀតប៉ាអញ្ចឹងប៉ាគួរតែកាត់បន្ថយការធ្វើសង្គ្រាមទៅថ្ងៃមុខគ្រាន់តែការពារព្រំដែននិងប្រជាជនថែរក្សាសុវត្ថិភាពក្នុងតំបន់គឺបានហើយល្អ